សម្រាប់ឲ្យគ្រប់គ្នាស្ដាប់មុននឹងខ្ញុំនិយាយគ្រប់គ្នាខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយ like និង share ម្នាក់មួយខ្ញុំសូមឲ្យគ្រប់គ្នា like និង share ខ្ញុំម្នាក់មួយជាកម្លាំងចិត្តនៅក្នុងការនិយាយរឿងរបស់លោកឪសាទឬក៏លោកតាសាទលោកតាសាទគាត់មិនមែនជាលោកតែគាត់ជាគ្រូអាគមដែលនៅក្នុងស្រុកមួយដែលមានឈ្មោះថាស្រុកព្រែកប្រសពខេត្តក្រចេះឆ្នាំ1995បច្ចុប្បន្នភាពលោកតាលាចាក់លោកហើយលោកតាលាចាក់លោកនៅក្នុងឆ្នាំ2007លោកតាដែលគាត់មានឈ្មោះថាលោកតាសាយស្រុកកណ្ដាលរបស់លោកគឺលោកកើតនៅស្រុកព្រែកប្រសពខេត្តក្រចេះស្រុកកណ្ដាលរបស់លោកឥឡូវបងប្អូនខ្ញុំជឿថាគ្រប់គ្នាចង់ដឹងថារបៀបនៅក្នុងការចាប់មុនវិជាការរបស់គ្រូដើមជនជាតិដើមភាគតិចដោយរបៀបបាច់អញ្ចឹងរឿងមួយនេះសូមបញ្ជាក់ថាខ្ញុំទទួលបានពីមនុស្សម្នាក់ដែលគាត់សុំមិនបញ្ចេញឈ្មោះរបស់គាត់ទេបច្ចុប្បន្នគាត់ក៏ជាអ្នកដែលរស់នៅក្នុងខេត្តក្រចេះគាត់ពេញចិត្តនៅក្នុងកម្មវិធីកំណត់ហេតុខ្មោចដើម្បីយកមកសម្រាប់ជូនអ្នកទាំងអស់គ្នាស្ដាប់អូខេនៅក្នុងហ្នឹងមានទាំងមន្តអាគមត្រីឆ្ពិនមុននឹងខ្ញុំនិយាយខ្ញុំលើកតម្រាគ្រូអាគមតំណមរបស់គ្រូអាគមឲ្យទាំងអស់គ្នាស្ដាប់សិនថ្ងៃនេះខ្ញុំសូមឲ្យគ្រប់គ្នាស្ដាប់ដោយយកចិត្តទុកដាក់បងប្អូនដឹងពីតម្រាគ្រូអាគមទាំងអស់តើតំណមរបស់គ្រូអាគមទាំងអស់វាផ្សេងគ្នាអត់គ្រប់គ្រូអាគមទាំងអស់មុនវិជាការអ្នកដែលប្រើនិមន្តវិជាការគ្រូមុនវិជាការខាងស្មិលកលាហោមគ្រូតម្រាធ្មប់គ្រូតម្រាត្រៃវេទគ្រូតម្រាស្មិលគ្រូតម្រាមេមត់តំណមរបស់គ្រូអាគមទាំងអស់នោះគឺវាខុសគ្នាដូចជាតំណមរបស់ស្មិលកលាហោមសំដៅទៅលើគ្រូអាគមចេះទាំងដោះចេះទាំងធ្វើប្រើទាំងសัตว์ប្រើទាំងខ្មោចប្រើទាំងមនុស្សប្រើទាំងពលឹងមនុស្សតម្រាគ្រូបែបហ្នឹងជាទូទៅតំណមរបស់គ្រូហ្នឹងហាមតមមិនឲ្យហូបត្រីឆ្ពិនស្គាល់ឆ្ពិនទេត្រីឆ្ពិនត្រីអណ្ដែកហូបបានតែមិនឲ្យហូបត្រីឆ្ពិននេះគឺគ្រូអាគមគេមិនឲ្យហូបទេឆ្លាក់កាឡាអដ្ឋានបានន័យថាសាបនិមន្តវិជាការត្រីឆ្ពិននេះហូបអត់បានទេទី2ហាមមិនឲ្យហ្នឹងហើយគ្រូអាគមប្រភេទហ្នឹងមិនឲ្យហូបពងរបស់សត្វមិនថាជាសត្វអីក៏ដោយហូបមិនឲ្យហូបពងសត្វពងទាពងមាន់ពងចាបពងក្រួចមិនឲ្យហូបទេបែកសបុកអដ្ឋានបែកតម្រាដូចស្មើនឹងការហូបសាកសពពងទាកូនក៏ដោយក៏មិនឲ្យហូបដែរស្មើនឹងហូបសាកសពទី3តម្រាមិនឲ្យគិតបងអាក្រក់ទៅលើសត្វអ្នកដទៃឬក៏ជីវិតរបស់មនុស្សដែលមានគំនិតថាចង់ធ្វើបំផ្លាញអ្នកណាមួយតម្រាគ្រូបែបហ្នឹងស្មិលកលាហោមគឺអាចនឹងនិយាយបានមួយម៉ាត់ថាតម្រាច្រាស់ជើងក្បត់នៃសម្បត្តិគ្រូវិនិច្ឆ័យស្លាប់ដៃហោមអត់ឲ្យគិតអាក្រក់លើអ្នកដទៃទី4ហាមមិនឲ្យតម្រាមួយដែលនៅក្នុងក្បួនដោយបំបែកនៅខ្លួនឯងបានន័យថាអត់ឲ្យបំបែកក្បួនតម្រាអាគមមួយណាបើអាគមគ្រូអាគមគាត់ឲ្យមក5គឺ5មិនឲ្យបំបែកទៅជា7អ្នកទាំងអស់គ្នាដឹងថានៅក្នុងតម្រាទាំងអស់លើកលែងតែត្រីឆ្ពិនមួយឯងតម្រាអាគមមួយគ្រប់គ្រូអាគមជាពិសេសគ្រូនេះជាគ្រូត្រៃវេទគ្រូស្មិលកាឡាស្មិលកាឡាហោមឬក៏ស្មិលកាឡាសេកសោមចង្កោតសាស្នាក់អដ្ឋានគ្រូដែលរៀនមេមត់គ្រូអាគមដែលចេះធ្វើអូបអាមគេមិនឲ្យស៊ីត្រីឆ្ពិននេះបងប្អូនអូខេចាំបងប្អូនតានេះស្ដាប់ដល់យកចិត្តទុកដាក់ទាំងអស់គ្នាចាប់ផ្ដើមចូលសាច់រឿងអាចនិយាយបានថាខ្ញុំលើកប្រវត្តិរបស់លោកតាសាយតែគាត់គឺជាគ្រូអាគមមួយដែលចាប់របៀបរបស់គ្រូជនជាតិដើមភាគតិចនៅក្នុងឆ្នាំ1995នៅស្រុកព្រែកប្រសពខេត្តក្រចេះរឿងហ្នឹងពីដើមតណើនៅរឿងគឺនិយាយអំពីរឿងកូនសិស្សគ្រូរបស់លោកតាសាយហ្នឹងបច្ចៈលោកតាសាយមិនមែនជាលោកតាអាចារ្យក៏មិនមែនជាលោកដែរគឺជាគ្រូអាគមសិក្សានៅលើខ្លួនរបស់គ្រូអាគមឬក៏លោកតាសាយលោកសាក់ពីក្បាលរហូតដល់ចុងជើងរបស់លោកគឺលោកសាក់សិតតែយន់គេថាខ្មែរទាំងអស់ប្រកបនៃជញ្ជាអ្នកស្រៈ23តួជញ្ជាអ្នក23តួស្រៈ43តួជញ្ជាអ្នក33តួស្រៈ23តួនៃតួអក្សរខ្មែរទាំងអស់តែនៅចំកណ្ដាលក្បាលរបស់លោកតាសាយគឺមានអក្សរ1
ដែលមានពាក្យថា no បញ្ចកសោតមង្គល no ខ្វះ no ខ្វះ no how no ចតុភូ no ចត្រោដែលមានអក្សរ no ធំជាងគេនៃតួអង្គនៃបាលីកខកខងជាមេអក្សរនៃតួបាលីមុនអង្គមគ្រាថាអញ្ចឹងលោកតាសាយគាត់មានកូនសិស្សរបស់គាត់មួយគាត់មានកូនសិស្សរបស់គាត់មួយដែលនៅជាមួយគាត់រហូតកូនសិស្សម្នាក់ហ្នឹងណាហ្នឹងចេះកូនតាពិតលោកតាសាយហ្នឹងណាកូនមិនសូវជាមានអ្នកស្គាល់គាត់ប្រហែលនេះដោយសារអីខ្ញុំចង់និយាយចេះស្រុកកណ្ដាលរបស់គាត់ស្រុកកណ្ដាលរបស់លោកតាសាយហ្នឹងណាគាត់នៅស្រុកព្រែកប្រសពខេត្តក្រចេះស្រុកកណ្ដាលរបស់លោកតែរឿងដែលលោកជួបហ្នឹងមិនមែនជួបនៅខេត្តក្រចេះទេខ្ញុំភ្លេចបញ្ជាក់អ្នកទាំងអស់នេះរឿងហ្នឹងកើតឡើងនៅខេត្តរតនគិរីកាលតែលោកទៅលបងដោះឲ្យអ្នកជំងឺរឿងដែលនៅកើតឡើងនៅស្រុកព្រែកប្រសពហ្នឹងគឺស្រុកកណ្ដាលរបស់លោកអូខេអញ្ចឹងគ្រប់គ្នាស្ដាប់ខ្ញុំមានអារម្មណ៍ថាមុខខ្ញុំថ្ងៃហ្នឹងផោផង់មុខខ្ញុំស្រស់ស្អាតអូខេអញ្ចឹងគ្រប់គ្នាស្ដាប់ខ្ញុំនិយាយរឿងពីដើមហេតុដំបូងឡើងគឺចាស់គាត់មានកូនសិស្សរបស់គាត់ម្នាក់ជាចំណិតដៃស្ដាំរបស់គាត់ណាអាចនិយាយបានថាគ្រប់តម្រាអាគមរបស់គ្រូរបស់លោកឪសាយគាត់ធ្វើអីក៏ដោយគឺគាត់តែងតែឲ្យកូនសិស្សរបស់គាត់ម្នាក់ហ្នឹងឃើញអំពីពិធីរបស់គាត់ទាំងអស់មិនថាពិធីមួយហ្នឹងគឺនៅក្នុងការធ្វើអីមួយឬក៏រៀបចំក្បួនតម្រាអីមួយទេគឺគាត់តែងតែឃើញយល់អត់តែងតែឃើញតែងតែដឹងតែងតែលើកនៅក្នុងឆ្នាំ1995គាត់ក៏បានទទួលភារកិច្ចមួយដោយមានបងប្អូនខ្មែរដែលនៅខេត្តរតនគិរីកាលនៅស្រុកខេត្តរតនគិរីហ្នឹងណាគឺវាមិនទាន់មានផ្លូវស្អាតផ្លូវហ្នឹងគឺផ្លូវមកតម្រៃពមិនទាន់មានផ្លូវសម័យឥឡូវក្នុងការអភិវឌ្ឍរបស់សម្ដេចអញនិយាយបានថាជាផ្លូវមួយដែលតម្រៃពផ្លូវដែលគោកដែរគឺដីវាតលិចកលុកល្អិលបើភ្លៀងផងពិបាកក្នុងការធ្វើដំណើរការនឹងមានគេបានមកពឹងពាក់លោកឪសាយឲ្យទៅជួយដោះពិធីកូនសិស្សរបស់គេម្នាក់កូនរបស់អ្នកស្រុកមួយហ្នឹងណាតែកូនអ្នកស្រុកមួយហ្នឹងគាត់ត្រូវបានគ្រូជនជាតិដើមភាគតិចហ្នឹងធ្វើអំពើហើយកូនស្រីម្នាក់ហ្នឹងណាអាចនិយាយបានថាជាកូនស្រីកំមុំតែមានគេចូលស្ដីទៅដឹងទៀតយល់អត់តែមានគេចូលស្ដីទៅដឹងទៀតអញ្ចឹងរឿងហ្នឹងក៏បានលេចលឺមកដល់លោកឪហើយក៏គេបានមកអញ្ជើញលោកឪដើម្បីទៅជួយដោះមុនវិជាការមួយហ្នឹងទៅជាមុនវិជាការរបស់ជនជាតិដើមភាគតិចនៅពេលបែបហ្នឹងទាំងអស់គ្នាឈប់អ្នកថាខ្ញុំសុំអង្គុយឲ្យស្រួលជើងតិចខ្ញុំចុកជើងនៅពេលបែបហ្នឹងលោកឪក៏បានធ្វើដំណើរទៅជួបគេហ្នឹងទាំងអស់គ្នាគឺលោកបានធ្វើដំណើរដោយជិះឡានទៅទេតែនៅពេលទៅដល់ស្រុកទេសហ្នឹងណាទាំងអស់គ្នាឡើង2យប់2ថ្ងៃទើបធ្វើដំណើរទៅដល់ស្រុកឬក៏ខេត្តរតនគិរីដោយសារតែការនឹងផ្លូវវាពិបាកនៅក្នុងការធ្វើដំណើរខ្លាំងពេក2យប់2ថ្ងៃទើបលោកទៅដល់នៅពេលដែលលោកទៅដល់ហើយមិនមែនទៅដល់ផ្ទះអ្នកជំងឺនឹងទេទៅដល់ផ្លូវដែលត្រូវចូលទៅក្នុងទៀតពេលហ្នឹងក៏មានបងប្អូនអ្នកជំងឺហ្នឹងគេបានយករទេះគោមកដឹកគាត់ដើម្បីយកទៅព្យាបាលអ្នកជំងឺដែលនៅក្នុងផ្ទះយល់អត់បែបហ្នឹងណាអ្នកទាំងអស់គ្នានៅពេលដែលគេយកអទេសគោហ្នឹងមកដឹកលោកឪទៅលោកឪក៏គាត់ប្រាប់ថាកំបោលឿនពេកយល់អត់កំបោលឿនពេកផ្លូវដែលធ្វើដំណើរតាមផ្លូវហ្នឹងគឺលោកឪគាត់ចង់សម្ដៅថាផ្លូវហ្នឹងឲ្យធ្វើអីផ្លូវដែលធ្វើដំណើរទៅហ្នឹងណាផ្លូវដែលកំពុងតែបនៅលើហ្នឹងផ្លូវហ្នឹងគឺមានអាថ័ន្តគាត់ថាបអទេសហ្នឹងឲ្យស្រួលបអទេសគោហ្នឹងឲ្យស្រួលនៅពេលដែលគាត់មើលផ្លូវហ្នឹងតែផ្លូវហ្នឹងគេបានចងអាថ័ន្តឬក៏អត់តែផ្លូវហ្នឹងពិតជាមានគេចងអាថ័ន្តពិតមែនគ្រប់ផ្លូវដែលដើរទៅហ្នឹងណាសុទ្ធតែមានគេថាគាត់បានឲ្យអ្នកដែលបអទេសហ្នឹងណាសម្លឹងចាប់អារម្មណ៍ទៅមើលលើដើមឈើសម្លឹងមើលទៅដើមឈើតែដើមឈើហ្នឹងវាប្រក់អដីឬក៏អត់ដើមឈើហ្នឹងវាធម្មតាឬក៏មិនធម្មតាសម្លឹងមើលទៅលើដើមឈើហ្នឹងឲ្យមែនទេនៅពេលដែលអ្នកដែលបកអទេសគោសុំទោសនៅតនេះសុំបន្តិច
អ្នកដែលបរទេសគោហ្នឹងគាត់ក៏បានសម្លឹងមើលទៅដើមឈើហ្នឹងដូចនឹងអ្វីដែលលោកឪបានប្រាប់ថាឲ្យសម្លឹងមើលដើមឈើហ្នឹងទៅនៅពេលដែលគាត់សម្លឹងទៅមើលដើមឈើហ្នឹងមែនសភាពនៅក្នុងដើមឈើមួយហ្នឹងណាដូចមានពីណាគេយកខ្សែសមាឬក៏យកខ្សែអុសខ្សែគោខ្សែអីយកទៅចងដើមឈើហ្នឹងចឹងវាមិនមែនអាចនិយាយបានថាវាញឹកពេកទេចន្លោះដើមឈើ2 3មានមួយដើមឈើ2 3មានមួយដើមឈើ2 3មានមួយរហូតតតែដើមឈើខ្លះមានសភាពខ្យល់បក់មកតែអត់អង្គើដើមឈើខ្លះក៏អង្គើដើមឈើខ្លះមិនអង្គើទេលោកឪក៏គាត់ប្រាប់ថាដើមឈើដែលអត់អង្គើគឺដើមឈើដែលមានខ្មោចតៃហោងនៅខ្មោចតៃហោងដែលវានៅដើមឈើហ្នឹងគឺខ្មោចតៃហោងដែលគ្រូអាគមបានចងគ្រូអាគមមួយយ៉ាងដែលអាចចងខ្មោចនឹងដើមឈើនឹងបានលុះត្រាតែគ្រូហ្នឹងគឺគ្រូដែលនៅក្នុងព្រៃគ្រូដែលរៀនរបៀនតម្រាអាគមនៅក្នុងព្រៃមិនមែនជាគ្រូអាគមដែលនៅក្នុងស្រុកទៀតគ្រូអាគមដែលនៅក្នុងស្រុកអត់អាចប្រើរបៀនច្រាបព្រៃបានទេលើកលែងតែគ្រូហ្នឹងជាគ្រូដែលច្រាបព្រៃគ្រូមកព្រៃឬក៏គ្រូគេចាស់ពីដើមណាចាស់ពីដើមលោកអត់ហៅព្រាយខ្លាច្រាបព្រៃទេលោកហៅថាម្ចាស់ព្រៃពីដើមគឺលោកចង់សម្ដៅទៅលើច្រាបព្រៃព្រាយខ្លាឬក៏គ្រូអាគមដែលនៅក្នុងព្រៃអញ្ចឹងគេហៅថាម្ចាស់ព្រៃអ្នកខ្លះគេហៅថាមេព្រៃគេអត់ហៅចំដូចយើងទេគេអត់ហៅចំដូចយើងព្រាយខ្លាច្រាបព្រៃខ្លាចព្រៃខ្លាចខ្លាឬក៏គ្រូដែលនៅក្នុងព្រៃទេគេច្រើនតែប្រើពាក្យថាជាម្ចាស់ព្រៃឬក៏មេព្រៃអញ្ចឹងគ្រូលោកឪសានលោកឪសាយគាត់ក៏ប្រាប់ថាអ្នកដែលអាចចងដើមឈើនៅក្នុងព្រៃនេះបានលុះត្រាតែអ្នកដឹងជាគ្រូដែលនៅក្នុងព្រៃតម្រានៃការចងពពួកខ្មោចតៃហោងក្នុងព្រៃអញ្ចឹងគាត់ក៏ថាបទៅមុខទៅទោះឮសំឡេងអីក៏ដោយឃើញអ្នកណាហៅក៏ដោយឬក៏មានអ្នកណាគេចេញមកសុំផ្លូវសុំដោយសារក៏ដោយកុំឈប់អទេសឲ្យសោះព្រោះវាច្បាស់ណាស់ថាគ្រូម្នាក់ដែលបានធ្វើមុនវិជាការនឹងដឹងថាគាត់មកធម្មតាគ្រូអាគមវាដឹងម៉ូគ្នាគ្រូអាគមនិងគ្រូអាគមណាបើយើងនិយាយថាដូចស្មាតោឲ្យព្រាទៅសัตว์ថាដូចឆ្កែអញ្ចឹងគាត់វាហាត់ក្លិនដឹងវាដឹងច្បាស់ណាស់ថាមានអ្នកណាមកហើយអញ្ចឹងវានឹងប្រអាក់ដំណើរតាមផ្លូវវានឹងប្រអាក់ដំណើរតាមផ្លូវមិនឲ្យដំណើរមួយហ្នឹងទៅបានជោគជ័យគ្រាន់តែលោកឪនិយាយផុតប្រហែលថាគេថាមួយផ្សាមឬក៏អ្នកខ្លះគេថា10នាទីនិយាយផុតត្រឹមតែ10នាទីណាស្រាប់តែមានដើមឈើបាក់ស្កត់មកមេដើមឈើដែលបាក់ស្កត់មកមេឈើមួយដែលវាបាក់មកត្បិតថាវាបាក់មកវាអត់ខាំងផ្លូវរបស់លោកឪទេតែវាដូចគំរាមអីមួយអញ្ចឹងដូចវាប្រាប់ថាកុំមកកុំទៅមកទៀតណាកុំទៅមកទៀតអញប្រាប់ហើយញ៉ាហើយថាកុំទៅមកទៀតដូចវាឲ្យប្រភ្នូលមួយដែលវាខាត់ផ្លូវមិនឲ្យយើងទៅអញ្ចឹងបាក់ធៀងដើមឈើមួយសកត់មកព្រឹបលោកឪធ្វើធម្មតាលោកឪអត់ខ្វល់លោកឪនៅតែប្រាប់អ្នកបរទេសថាទៅមុខទៀតចិត្តដល់នៅអ្នកបរទេសហ្នឹងនិយាយថាចិត្តតែលោកឪចិត្តហើយប្រហែលជាអាចនិយាយថាសល់ត្រឹម 3-4 គីឡូដីទៀត 3-4 គីឡូដីទៀតដល់ហើយលោកឪអញ្ចឹងណាលោកឪចាប់ផ្ដើមលោកដឹងតែលោកអត់និយាយលោកដឹងណាលោកអត់និយាយទេលោកគ្រាន់តែបិទភ្នែករបស់លោកសូត្រធម៌របស់លោកតែអំឡុងពេលដែលលោកឪធ្វើដំណើរទម្រាំតែទៅដល់ភូមិមួយហ្នឹងណាទម្រាំតែទៅដល់ភូមិហ្នឹងស្រាប់តែអ្នកដែលបរទេសគោដែលដឹកលោកមកហ្នឹងនិយាយថាមានសត្វឃ្មុំមិនដឹងឃ្មុំឬក៏អ៊ូម៉ាល់វាចេះតែហោះបណ្ដេញតាមអាទេសហ្នឹងមករហូតតែដូចថាវាធ្វើអីមិនបានសត្វឃ្មុំឬក៏អ៊ូម៉ាល់ហ្នឹងណាវាដេញតាមពីក្រោយមករហូតមកសបុករបស់វាធំណាមកសបុកមកតែគ្រាន់តែវាធ្វើអីមិនបានលោកឪប្រាប់ថាអានឹងមិនមែនជាឃ្មុំឬក៏អ៊ូម៉ាល់ទេអានឹងគឺរបៀនអានឹងគឺជារបៀនណាអ្នកនរនេះគឺជារបៀនរបស់ពពួកគ្រូជនជាតិដើមភាគតិចតែគេប្រើពពួកចាឋានវិជ័យខ្មែរយើងសំដៅទៅលើមុនវិជាការដែលប្រើស័ព្ទមកលោកឪបានប្រាប់ថាបើសិនជាមានអ្នកណាគេម្នាក់ត្រូវបានអាអ៊ូម៉ាល់មួយហ្នឹងអាអ៊ូម៉ាល់មួយហ្នឹងវាតិចបាន
ưu thọ tha bảo vì mau vì tích hay mà mê có tha tư mà đo toàn thì công sẽ không thật đo toàn ở sao đo toàn thì và cho đo từ đâu cô đam đo pro rồi biết là bao nhiêu chuyện làm hiện tại nhá mình đôi cô mình đôi rồi biến chám hay rồi bên cô khai thì rồi biến là bao cô chuyện chuyện làm hiện tại bộ bộ nắng cứ cái prao sắt tài pư rồi bao sắt cái prao sắt đại biến pư vô mặt phừ đôi khai nhớ prao muốn là cũng trai bắn trai đạn biến pư và prao sắt prao cô bà dù là prao cô bà prao khai khai đó là bộ chuyện chuyện làm hiện tại ở prao bộ năng tê chân trên đàm hiện tích hiện tràn rồi bao kế đã cái prao sập được không ạ có mắt tìm mũi phu quên từ bộ tí pi mal tí bay xa tầm đây tí buôn cái prao ai cái prao sập ta bảo phết sập để miếng bước được ạ chẳng muốn họ cũng bảo kế bảo trâu đó mình nghĩ tranh thế bảo trâu mê bảo kế phóng cái tham mê à thành bảo kế phóng á mà bắt ngọt mà chẳng á con có prao tháp bảo sân chỉ miếng nhà mũi trâu rồi bao muốn họ cũng rồi bao chân trên đàm hiện đại prao mà nữa mà mê bảo vía công sự khâm tăng niên chỉ vật rồi bắt niên chỉ vật rồi thì hay nét đại trâu muốn ở cung bậc hết à sắp mà nữa nè sắp hiếp sắp nét đại sắp nữa cứ copy mà được thon mà đa rồi ti mùi còng phê từ đó bắt sắp nữa cứ lan cả hò còng phê nó cứ lan cả hóm trong mà riêng tay bảo vía slate hay bay mày đôi choang cả bự chặt có bảo viên lan ta say không mà được lẽ sắp nâng tục lơ pi ngay chuột mình mà là bốt mình mà và phết môn ở cung nâng cư xã hại thấy đôi khi trong trường điệp mình chẳng á lutra na tai cru nó chỉ cru mê prey để nó không prey bà cru nó chỉ cru sắp co mình nát na và má đài mình nát na thì lướt lên thì cru nó cru mê prey chứ là vậy thì nhung vậy nhung sống mà đón tiết bao cuộc khi mà đập nhung vậy người ta đập nhung vậy trong càng gì tao khi chạy mơ lai nó tao cho phê thông năng tới nè na nhảy khi nó lọc trao tao nhóm ọt phó than này ai top fan bỏ nhóm rưỡi có mình top fan bỏ nhóm này cứ nhóm lọc trao tiền đập nhung vậy á nếu phép bác nâng á lục ấy có ba tại đó thì tăng cả lại nét đại trâu bư nè nét đại trâu bư nó ngắt mình mến chỉ con chôn chết am thiệt tại thì cứ con không ai dương thì nét đại trâu à cung mùi nè nếu phép đại lục ấy là tại đó té rồi bỏ nét nâng lục ấy con thì vậy tha té rồi bỏ anh đi trâu muốn nào cung rồi bỏ cái tăng thì căm cho đạo té mau mà lên mình mến trâm tại trâu tại nét được không té đi té rồi bọn này anh có pi từ bộ té rồi hốt đo cam chỉ đạo té sân ta cái ai đâu vô ban té sân ta cái chặt vô té nó ban té cung mình đúng mình nét đây cũng phong tại phương mình lướt té bỏ anh nét ní mình men thò mà đa tì nét ní mình men thò mà đa tì sân ta ai vậy ban thá vì mình ao hãy ngọt tay bị ao hãy bốc chậm biết thà bốc chậm á con sập lại từ lứa phương ao hãy chư mà đông tích to ta hãy ngọt mà đông ngọt tam sa ba chịu vô vì vết tình ý trên ngọt tiết á mà phăng ngọt á nơi bật đạ tơ nâng việc có cái trên mà phăng ngọt chẳng rộp biên nó còn đăng tha nẹt ná nẹt thưa bà đây lục ấy còn con pram tha ban ôi mẹ chừng ngữ nắng này ôi mẹ chừng ngữ nắng đế đã các bác từ từ càng lấy sạch đốt chương ai phất vào trong thuyền ôi sạch đốt ôi mà phất trong thuyền vào ban này thá đặt ba cô nâng ao bay từ từ khẳng lệch sờ đốt vào ốc trường nâng á ao mà trong nâng long phía chọc từ cài tranh từ cài vậy sờ đốt ao mà tranh cài mà bà này từ rốt phay ở anh bốc co ở mọt dùng co nó bốc ở mọt lý chỉ mùi nâng phay vô mà ở anh nó bê đại vô mau hơi á tập ốc đi quát cả ao mà đai đọc bác con xây nâng á liệp vì cõi khôn nó ở chốt ham liệp khẳng một ban này thắt bạ rồi bên khẳng một ở liệp tê
យកផេះជាមួយនឹងកហ្នឹងបុកលាយជាមួយគ្នាហ្នឹងលាបពីក្រោយខ្នងហ្នឹងឲ្យជោគរហូតដល់បាតជើងលាបទៅលាបរួចគាត់នឹងសូត្រមន្តដែលគាត់ប្រើតែធូបពីតសៃគុតធូបពីតសៃគុតដែលគាត់យកមកប្រើនៅពេលដែលលោកឪគាត់យកធូបហ្នឹងមកមួយអុចនៅចុងជើងមួយអុចនៅក្បាលសូត្របល័យមុនគេថាដោះសូត្រដោះសូត្រខាបដោះសូត្រខាបដោះប្រោះទឹកពីលើដោយសិតទឹកដាក់ចុងជើងបានន័យថាដាក់ផ្តិលទឹកផ្តិលចតីទឹកចតីកំបំឬក៏គេថាផ្តិលខាត់ផ្តិលម្បោផ្តិលខាត់តែគេសូត្រមុតដោះកំចាយបាតជើងដាក់នៅចុងក្រោយគេថាសិតជើងសិតទឹកដាក់ចុងជើងដាក់ផ្តិលនៅចុងជើងអញ្ចឹងទៅសូត្រមុនណាអូនសូត្រមុនច្បូតកូននឹងស្រែកឈឺអំឡុងពេលដែលលោកឪកំពុងតែដោះកូននឹងស្រែកថាឈឺណាស់ឈឺលោកឪសួរថាឈឺនឹងឈឺរបៀបម៉េចលោកឪសួរថាកូនតើកូនឯងឈឺរបៀបម៉េចកូននឹងបានប្រាប់ទៅកាន់លោកឪថាឈឺស្មើនឹងគេចាក់ទឹកក្តៅពីលើឈឺស្មើនឹងអាលិភ្លើងឈឺផងផ្សាផងឈឺណាស់ឪអើយឈឺណាស់ដូចគេយកទឹកក្តៅមកស្រោចពីលើលោកឪគាត់ថាបានហើយឈប់សូត្រហើយឲ្យលើកកូននឹងចេញពីនឹងមកខ្ញុំនិយាយប្រឡងកន្លែងមួយទាំងអស់គ្នាអត់សំទោសខ្ញុំនិយាយប្រឡងកន្លែងមួយគឺមុននឹងដាក់កូននឹងឲ្យដេកហ្នឹងឲ្យដេកពីក្បាលទៅខាងលិចជើងសដុកជើងមកផ្លូវខ្លោងទ្វារហ្នឹងណាគឺដេកក្រាលកាតេលមកតង់ហើយក្រាលស្លឹកចេកមកតង់ទៀតណាបានដាក់កូននឹងឲ្យដេកនៅពេលដែលគាត់ដោះរបៀបហ្នឹងបើកុំស្លាប់មុនគាត់ថាកុំដោះទៀតបើដោះឈឺស្រែកតតែងាប់គាត់ថាបើបដោយដោះបែបហ្នឹងទៀតណាកូននឹងស្រែកជុំស្រែកឈឺក្តៅកាហាយលលាកនឹងតតែងាប់ស្រែកតតែងាប់បងចឹងបានឈប់ដោះលើកកូននឹងចេញពីកន្លែងហ្នឹងតែកុំលើកតាំងកតេលស្មាតោកូននឹងស្រាតតែគ្រាន់តែគេគ្របកណាត់ពីលើគេគ្របកសែងពីលើលោកឪលោកអត់ប៉ះពាល់មនុស្សស្រីទេដាច់អាបាតលោកជាគ្រូគ្រាន់តែអ្នករៀបចំហ្នឹងគឺឪពុកម្ដាយរបស់គេទេអ្នករៀបចំរឿងហ្នឹងគ្រាន់តែលើកកូននឹងចាញ់ភ្លៀងអ្វីដែលឃើញជាក់ស្ដែងអ្នកទាំងអស់គ្នាគ្រាន់តែលើកចាញ់ភ្លៀងក្លិនស្អុយចាញ់ពីក្រោមកតេលកូននឹងមកបងត10មេឃគេថាស្លឹកចេកត10មេឃនៅលើត10ចេកគឺមានសត្វតែតកៅអត់ដឹងចាញ់មកពីណាទេសត្វតែតកៅគ្រាន់តែវាមិនច្រើនតកៅនឹងវាចេញពីស្លឹកចេកមកវាល្វើកចេញពីស្លឹកចេកមកហើយនៅលើត10ស្លឹកចេកហ្នឹងណាឬក៏ថាស្លឹកចេកត10មេឃនៅលើត10ចេកហ្នឹងអូនឯងយល់ថាដូចមនុស្សឈឺអាលៀកហូរទឹកល្ងៃទឹកខ្ទុះអញ្ចឹងណាហូរទឹកល្ងៃហូរទឹកខ្ទុះដាបនៅលើស្លឹកចេកហ្នឹងមកលោកឪគ្រាន់តែឃើញលោកឪដឹងថាអូរបៀបនេះណាបានន័យថាអានឹងយកសពមកធ្វើមានតែយកសពមកធ្វើទេចាំតិចទៀតខ្ញុំបញ្យល់រឿងយកសាកសពមកធ្វើអំពើចាំតិចទៀតខ្ញុំបញ្យល់ឲ្យបងប្អូននឹងយល់ថាអូអញ្ចឹងបានកូនស្រីនោះវាទៅអញ្ចឹងយល់អត់លោកឪលោកដឹងម្លេះលោកដឹងថារបៀនគ្រូជនជាតិដើមភាគតិចនេះតតែប្រើក្បួនតម្រាតតែប្រើក្បួនសេកសោមចកោមស្រាស្លាក់អឋានហ្នឹងហើយតតែប្រើអាសេកសោមចកោមស្រាស្លាក់អឋានបានធ្វើអានឹងបានបើមិនអញ្ចឹងទេកូនហ្នឹងដោះក៏មិនជាឈឺរហូតតដល់ថ្ងៃដែលវាស្លាប់មកកូននឹងជប់ណាក៏វិស្រែកឈឺម្ដងវាថាក្តៅដូចគេចេះតែក្តៅម្ដងវាស្រែកថាវាឈឺដូចគេយកកបិតមកបុកទ្រូងម្ដងទៀតវាស្រែកថាដូចមានអ្នកណាខ្វេះគ្រាប់ភ្នែកវាចេញចឹងវាឈឺមុនអាគមនឹងវាធ្វើឲ្យឈឺស្ទើរស្លាប់ស្ទើររស់យល់ទេកូនតាំងចិត្តស្ដាប់បើគ្រប់គ្នាអត់តាំងចិត្តស្ដាប់ខ្ញុំលេងនិយាយណាលោកឪលោកក៏អត់ប្រើលោកអត់ធ្វើអីទៀតទេលោកឪក៏គ្រាន់តែគាត់សួរថា
ភូមិនេះតើភូមិជនជាតិឬក៏ភូមិខ្មែរបើខ្ញុំប្រហើបឈ្មោះភូមិហ្នឹងដល់នេះស្គាល់មកតែខ្ញុំសម្បត្តិប្រហើបទេព្រោះភូមិហ្នឹងឥឡូវភូមិមានគេនៅច្រើនភូមិហ្នឹងវាមានអ្នកនៅច្រើនខ្ញុំសម្បត្តិបញ្ចេញទៅបានដែរតែគ្រប់គ្នាចាំណាស្រុកមួយហ្នឹងអត់បានទេស្រុកមួយហ្នឹងអត់បានទេស្រុកហ្នឹងខ្លាចណាលោកក៏សួរថាភូមិហ្នឹងជាភូមិខ្មែរឬក៏ភូមិជនជាតិដើមភាគតិចម្ចាស់ផ្ទះហ្នឹងក៏ប្រាប់ថាភូមិនេះជាភូមិពាក់កណ្ដាលជនជាតិខ្មែរពាក់កណ្ដាលជនជាតិដើមភាគតិចតែគ្រាន់តែបងប្អូនជនជាតិដើមភាគតិចច្រើនជាបងប្អូនខ្មែរដែលមកនៅស្រុកមួយហ្នឹងភូមិមួយហ្នឹងលោកក៏ថាយល់ហើយយល់អញ្ចឹងយប់នេះបើសិនជាអត់ឃើញគាត់នៅផ្ទះរបស់គាត់នឹងទេមិនចាំបាច់ឲ្យអ្នកណាទៅតាមគាត់ទេព្រោះគាត់ចង់ទៅកន្លែងមួយគាត់ចង់ទៅកន្លែងមួយអញ្ចឹងណាគាត់គ្រាន់តែផ្ដាំម្ចាស់ផ្ទះថាបើយប់នឹងមិនឃើញគាត់បានន័យថាគាត់ទៅកន្លែងមួយហើយមិនចាំបាច់ឲ្យមានអ្នកណាទៅតាមគាត់ទេលោកឪទៅជាយកតែថង់ជាមរបស់លោកឪទៅមួយទេសុំបីតែកូនសិស្សរបស់លោកក៏លោកមិនទៅជាមួយដែរសុំបីតែកូនសិស្សរបស់លោកក៏អត់បានតាមទៅជាមួយគាត់ដែរគឺលោកទៅតែឯងទេស្ដាប់ជួយ like ជួយ share ម្នាក់មួយស្ដាប់ណា 2K.5 like share ម្នាក់មួយកូននៅពេលបែបហ្នឹងណាតារៈវេលាខ្ទង់មកចន្លោះនៅម៉ោង10គឺបាត់លោកឪពិតមែនពិតជាបាត់លោកឪសាយពិតមែនលោកឪសាយគឺអត់នៅទេចាំតិចទៀតអត់ទេចាំខ្ញុំប្រាប់ថាតើហេតុអីបានខ្ញុំលំអិតរឿងណាហើយខ្ញុំដឹងរឿងហ្នឹងច្បាស់ចាំតិចទៀតខ្ញុំប្រាប់មួយចុងបន្ទុយគឺម៉ោង7:10យប់គឺបាត់លោកឪពិតមែនបាត់លោកឪរហូតទៅដល់ម៉ោង5ទៀតភ្លឺទៅលោកឪអញ្ជើញមកវិញម៉ោង5ទៀតភ្លឺទៅលោកឪអញ្ជើញមកវិញនៅពេលដែលលោកឪអញ្ជើញមកវិញលោកឪមកវិញនៅក្នុងសភាពមួយដែលលោកឪទម្លាក់ទឹកមុខដុកមែនទេលោកឪទម្លាក់ទឹកមុខដុកដូចលោកឪសងត់សង្កាត់រឿងអីមួយចឹងនៅពេលដែលបន្តវិញអ្នកដែលសួរមុនគេគឺកូនសិស្សរបស់លោកឪលោកឪជើញមកពីណាលោកឪតាទៅណាបាត់មកយប់លោកឪមកវិញលោកឪអត់និយាយស្ដីសុំបីតែកូនសិស្សរបស់គាត់ក៏លោកអត់និយាយដែរមកដល់វិញលោកសុំទឹកមកផ្ទាល់លោកសុំទឹកមកផ្ទាល់ដោយលោកអត់បានសុំកូនសិស្សលោកទេលោកសុំម្ចាស់ផ្ទះសុំទឹកមកផ្ទាល់ទៀតលាងជើងឡើងផ្ទះបែបហ្នឹងអូនម្ចាស់ផ្ទះឆ្ងល់ណាថាសកម្មភាពរបស់លោកទង្វើរបស់លោកចេញមកអត់ខុសអត់ដូចនឹងលោកដែលមកដបោកនេះនៅយកទឹកឲ្យលោកមកផ្ទាល់រួចលោកក៏លាងជើងរបស់លោកសុំទឹកមកពេកគេយកទឹកមកពេកឲ្យលោកផឹកតែមកគ្រឿងលោកដាក់ទឹកនៅកម្មចរាផ្ទះនេះនឹងដាក់ទឹកនៅទៅនឹងហើយប្រាប់គេថាកុំឲ្យដកទឹកនឹងចេញទៅសោះលោកដើរឡើងទៅលើតែលោកអត់និយាយរកអ្នកណាលោកសម្ដៅទៅដល់ចុងមុនគេបំផុតគឺលោកសម្ដៅទៅដល់ចំកណ្ដាលផ្ទះនឹងមកលោកសម្ដៅទៅដល់ចំកណ្ដាលផ្ទះលោកដករបស់លោកចេញមកគឺលោកដករបស់ពីរចេញមកហ្នឹងគឺកបិតញីឈ្មោលអាឋានញីឈ្មោលដោយកបិតស្នៀតអញ្ចឹងណាដោយកបិតស្នៀតអញ្ចឹងលោកដកមកគូរបស់លោកចេញមកលោកថ្វាយគុណគ្រូគេថ្វាយចេះកូនគេថ្វាយគុណគ្រូអានេះគេហៅថ្វាយគុណគ្រូលើកថ្វាយគុណគ្រូអញ្ចឹងហើយសូត្របល័យហើយយកកបិតហ្នឹងណាកូនដោតឡើងចំកណ្ដាលផ្ទះហ្នឹងលោកប្រាប់ថាម៉ោង7ទៅ8ចាំនិយាយរកគាត់បើសិនជាមិនមែនម៉ោងនោះគុំនិយាយរកគាត់អង្គុយនៅក្នុងផ្ទះហ្នឹងចិត្ត1ម៉ោងលោកអត់និយាយរកអ្នកណាគេទេដូចលោកពិបស្សនាចំកណ្ដាលផ្ទះរបស់គេអញ្ចឹងណាលោកពិបស្សនាចំកណ្ដាលផ្ទះនៅពេលដែលលោកសូត្រហើយលោកសូត្រហើយចន្លោះចូលខ្ទង់ម៉ោង8ជាងលោកដូចដឹងខ្លួនមកវិញស្មានទៅថាពេលនោះដូចលោកសម្រានអញ្ចឹងណាគាត់តែលោកអង្គុយប្រប៉លោកអង្គុយប្រភ្នែនអញ្ចឹងបើយើងមើលទៅដូចលោកដេកអញ្ចឹងដូចលោកសម្រាននោះអញ្ចឹងលោកភ្ញាក់មកវិញលោកតើនមកវិញណាលោកភ្ញាក់ខ្លួនលោកចេញមកវិញណាលោកក៏ចង្អុលទៅទឹកហ្នឹងលោកចង្អុលទៅទឹកកែវហ្នឹងថាទៅមើលទឹកកែវហ្នឹងមើលទឹកហ្នឹងរីងឬក៏ទឹកហ្នឹងនៅស្រាប់ឲ្យតណាទៅមើលទឹកហ្នឹងរីងឬក៏ទឹកហ្នឹងនៅបើទឹកហ្នឹងនៅចេះទឹកហ្នឹងចោលតែបើទឹកហ្នឹងរីងផ្កាប់កែវហ្នឹងចោលអត់អាចប្រើពាក្យសឹងទេអូនកុំចេះជាងខ្ញុំអ្នកនិយាយសឹងលុះត្រាតែលោកឪនេះជាលោក
តែគាត់ជាគ្រូហៅសម្រានកុំចេះជាខ្ញុំអ្នកនិយាយច្បាស់ណាស់ឲ្យមកអង្គុយទៀតឡើយអញ្ចឹងពេលហ្នឹងកូនសើរបស់លោកគឺដើរទៅមើលកែវទឹកហ្នឹងក៏ប្រាប់មកវិញថាលោកអើយទឹកហ្នឹងអត់រីងទេទឹកហ្នឹងនៅតែមានរបស់ក្នុងហ្នឹងលោកអើក៏ថាយកមកដែរមកនៅពេលដែលគាត់ចូលមកអូនចូលមកនៅក្នុងកែវទឹកមួយហ្នឹងណានៅក្នុងកែវទឹកដែលលោកអើឲ្យទៅមើលដែលលោកបានថាផឹកមកក្អឹកលោកដាក់នៅកម្មចរាហ្នឹងណានៅក្នុងហ្នឹងដូចជាសត្វអីមកដុំដាក់នៅក្នុងហ្នឹងចឹងសត្វហ្នឹងគឺសត្វស្រស់បើនិយាយទៅគេថាមកអង្គុតដៃឬក៏មកថ្នឹងដៃហ្នឹងហើយដូចមកថ្នឹងដៃចឹងមានសត្វមកដុំដែលនៅក្នុងទឹកមួយកែវហ្នឹងលោកថាផ្កាប់កែវនឹងចោលទៅចេះទឹកនឹងឲ្យផ្កាប់កែវនឹងចោលផ្កាប់ទៅហើយគាត់ផ្ដាំអ្នកដែលនៅក្នុងផ្ទះនៅទាំងអស់ថាជប់នឹងបើមានរឿងអីក៏ដោយកុំចុះពីលើផ្ទះឲ្យសោះកុំចុះពីលើផ្ទះនៅតែនឹងទៅស្ដាប់គាត់ណាបើចង់ស្ដាប់គាត់លោកដឹងច្បាស់ណាស់ថាអាគមមួយនេះណាមិនមែនយកតែម្នាក់ទេមកគ្រួសារនឹងយកទាំងអស់ទាំងតូចទាំងធំទាំងក្មេងក្នុងរឹងក៏ស្លាប់ដែរក៏ងាប់ដែរគ្រាន់តែវាយុឲ្យឆាប់ប៉ុណ្ណឹងទេគ្រាន់តែដៃគ្រូដែលធ្វើនៅស្រាលលេងធ្ងន់គ្រូនឹងបណៃឯមិនបណៃប៉ុណ្ណឹងតែករណាមិនករណាតែប៉ុណ្្នឹងឯងអញ្ចឹងបានគេនិយាយថារបៀបគ្រូខ្មែរគ្រូចាមគ្រូជនជាតិគ្រូជាតិខ្លាំងជាងណារបៀបគ្រូនឹងខ្លាំងជាងយើងណាព្រោះគេប្រើពឹសគេអត់ប្រើស័ព្ទដូចយើងទេគ្រូចាមគ្រូខ្មែរប្រើដូចជាគោបាមានពឹសមកពីណាអត់មានពឹសទេត្រីដៃក៏អត់មានពឹសដែរកន្លងក៏អត់មានពឹសដែរឆ្កែខ្មៅក៏អត់មានពឹសដែរត្រីឆ្ពិនក៏អត់មានពឹសដែរមុនអកុំចង្វាក៏អត់មានពឹសដែរមុនអកុំថ្នាក់ក៏អត់មានពឹសដែរមុនអកុំត្រៃសូមុនអកុំត្រៃសោចតុភូចត្រីហាត្រីសោអីទេអត់មានអកុំនឹងវាមានទេកត្រីមានកត្រីប្រាក់កន្លងចាក់កន្លងជុំអឋានស្មាក់អឋានស្មិលអត់មានពឹសទេតែគ្រូជនជាតិដើមភាគតិចប្រើស័ព្ទតែស័ព្ទដែលមានពឹសមុននឹងគេធ្វើមុនអាគមមួយហ្នឹងគេយកអាស័ព្ទពឹសហ្នឹងណាគេយកអាស័ព្ទពឹសហ្នឹងត្រាំសិនត្រាំទឹកសិនឲ្យខ្ជាក់ពឹសរួចបានប្រើស័ព្ទហ្នឹងឲ្យធ្វើរួចចេះទឹកពឹសហ្នឹងទៅទៀតអញ្ចឹងមកវាធ្ងន់កន្លែងហ្នឹងអានេះតាមដែលអ្វីដែលខ្ញុំដឹងព្រោះខ្ញុំអ្នកនៅមណ្ឌលគិរីដែរអ្នកតានេះអានេះតាមដែលខ្ញុំដឹងអញ្ចឹងលោកឪប្រាប់ថាអីក៏ដោយហាមមិនឲ្យចុះពីលើផ្ទះទេបើសិនជាចង់សក់ច្បាស់ថាដូចលោកឪមានប្រសាសន៍ចឹងស្រាប់តែយប់ឡើងគេដេកឲ្យស្ងាត់ផ្ទះអ្នកម្ចាស់ផ្ទះហ្នឹងណាដេកអស់ហើយស្ងាត់អស់ហើយស្រាប់តែមានអ្នកភូមិហ្នឹងមកស្រែកហៅគាត់មកស្រែកហៅម្ចាស់ផ្ទះហ្នឹងថាបងអើយបងអើយលោកបងនៅអត់នៅសម្រាននៅលោកបងម្ចាស់ផ្ទះឆ្លើយជាមួយថាអើយណាគេមានការអីលោកបងអើយខ្ញុំយកឃ្មុំមកឲ្យកូនខ្ញុំទៅចូលព្រៃវាតែមិនយកបានឃ្មុំចឹងអេយកឃ្មុំមកឲ្យលោកបងលោកឪឈប់សិនកុំតន់អាចចោះមើលចឹងណាសួរគេមើលឃ្មុំហ្នឹងឃ្មុំអីឃ្មុំចង្អេបើឃ្មុំចង្អេឲ្យវាយកដាក់កម្មចរាផ្ទះមកឲ្យវាយកចូលមកដាក់កម្មចរាផ្ទះមកយ៉ាងណាម្ចាស់ថាចឹងលោកបងជួយយកមកដាក់នៅកម្មចរាផ្ទះខ្ញុំផងដឹងអ្នកនឹងឆ្លើយមកវិញបែបនេះទេថាបាទចាំខ្ញុំយកដាក់នៅកម្មចរាផ្ទះឲ្យសពតែលឺសម្រាប់ជើងមនុស្សដើរយកមកដាក់នៅកម្មចរាផ្ទះនឹងពិតមែនណាពិតមែនលោកឪគាត់ថាម្ចាស់ផ្ទះមិនបាច់ទៅចូលទេឲ្យកូនសិស្សរបស់គាត់អ្នកទៅយកមករបស់អីទៅយកមកចុះទៅដល់ភ្លាមអូនចុះទៅដល់ភ្លាមវាមិនមែនជាឃ្មុំរបស់នឹងមិនមែនឃ្មុំតែរបស់នឹងគឺស្បែកក្របីមកភ្នែនដាក់នៅលើកម្មចរាផ្ទះលោកឪសើចឲ្យខ្ញុំថាឃើញហ៎ឃើញអត់ប្រាប់ហើយថាអានឹងមិនមែនមនុស្សទេអានេះដែលមកមិនមែនមនុស្សទេ
អានេះយល់របស់មកផ្ញើវើយអានឹងគឺសត្វអានឹងសត្វទេមិនមែនមនុស្សដែលយកខ្មុំមកទេអាមកមិញហ្នឹងណាអាមកដែលយល់របស់មកមិញហ្នឹងមិនមែនមនុស្សទេគឺសត្វគឺម្ចាស់ដើមវាប្រើឲ្យមកវាចង់ឲ្យហែងម្ចាស់ផ្ទះហ្នឹងចុះទៅយកទៅតែចុះទៅយកមកស្នែងរបស់វាហើយមកវត្តរបស់វាហើយបើហែងអត់ដឹងមកភឹបហែងអត់ងាប់ទេមកវាវត្តអត់ងាប់ទេតែហែងឈឺដូចកូនឯងចឹងហែងឈឺដូចកូនឯងចឹងហើយគឺស្បែកក្បីហ៎គ្រូអាគមណាអូនគេមិនមែនអត់ដឹងទេណាគេដឹងច្បាស់គេដឹងណាស់គេធ្វើគ្រូអូនមិនដូចគ្រូសម័យឥឡូវមិនដូចខ្ញុំទេណាមិនដូចខ្ញុំទេមិនដូចខ្ញុំគេយកគ្រឿងញៀនយកមកដាក់អត់ដឹងខ្យល់ទេគ្រូពីដើមមកហើយដើមប្រមាណជាហ៊ានក៏គេដឹងដែរហើយដកទឹកហើមប្រមាណក៏គេដឹងដែរគ្រូពីដើមខ្លាំងអញ្ចឹងមិនដូចយើងសម័យឥឡូវទេគាត់ប្រាប់ហ៎គាត់ទៅជម្រាបអញ្ចឹងឪគាត់ចាប់របស់ហ្នឹងគាត់ថាបានបើវាឲ្យហើយយកទៅអាសុកគេយករបស់មកឲ្យដល់ផ្ទះហើយយកទៅយកមកក្រាលកណាត់សឲ្យអានក្រាលខ្វឹបក្រាលកណាត់សឲ្យអានក្រាលខ្វឹបដាក់ស្បែកក្បីនៅតែហ្នឹងទៅដកកមួនអញចេញពីថងយាមកយកកមួនឲ្យអញយកកមួនមកដល់លោកឪលាបនៅលើបាតដៃរបស់លោកឪអញ្ចឹងលោកឪលាបនៅលើបាតដៃរបស់លោកឪលាបរួចលោកឪចាប់ផ្ដើមណាកន្លងស្បែកក្បីកូនអាឋានកន្លងស្បែកក្បីឥឡូវបើឲ្យស្បែកក្បីមកអញចាំអញឲ្យកន្លងទៅវិញលេងណាដោយរបៀបគេនិយាយគេចេះអើពឹសបក្រាបពឹសបើគេលេងជាសត្វអើលេងសត្វឲ្យគេបើគេលេងជាមនុស្សលេងមនុស្សជាមួយគេទៅអញ្ចឹងបើឲ្យផ្ញើស្បែកក្បីមកហើយចាំអញផ្ញើកន្លងទៅវិញក្រាលស្បែកក្បីក្រឹបលាបក្បួនលើដៃໄວស្បែកក្បីសូត្រមុនគាថាមុនវិជាកន្លងស្បែកក្បីផ្ទះស្បែកក្បីរហូតតស្បែកក្បីកើតជាសត្វកន្លងរោទៅម្ចាស់ដើមដឹងគាត់និយាយថាមិនអត់ពេលដែលលោកឪផ្ទះស្បែកក្បីហ្នឹងណាមើលអត់ឃើញថាទៅជាកន្លងនិយាយបាត់ចេះមើលអត់ឃើញយើងមើលអត់ឃើញថាអាស្បែកក្បីហ្នឹងវាទៅជាកន្លងទេតែគ្រាន់តែលឺសលេងទៅងូបុកជាងយកមកពុកចេះលពុកដូចយើងគប់ឃ្លីទៅជាងទៅលពុកលោកឪថាបត់កណាត់សតុកវើយបត់កណាត់សតុកបើគេឲ្យកដោអីរបៀបបើគេឲ្យចំនួនមកជូនចំនួនទៅគេវិញទៅជូនទៅវិញអូនជូនរបស់ទៅវិញអត់ទុកឯងចាំស្អែកទេអត់ទុកចាំស្អែកទេកូនបាត់ប្រហែលកន្លះម៉ោងអូនស្រាប់តែលឺស្នូអូនណោយកបីដើរលើកបោផ្ទះកបីហេតុអីបានដឹងថាសូនេះជាសូរបស់កបីបើវាមកជាមួយកដឹងវាមកនឹងកដឹងកូនស្នាក់ស្នែងស្នាពុលអត់អ្នកស្នាពុលអុកញ៉ាស្នាពុលទើបគ្រូប្រើអញឲ្យប្រក់ពុលស្ដាច់កបីតកោស្នែងកោពីបាសនាទើបគ្រូប្រើអញធម្មមាសាអាំងទើបគ្រូប្រើអញអហមៈទើបគ្រូប្រើឈាស្បែកកបីទេកូនស្បែកកបីទេបើស្នឹងស្នាពលបើស្នាអាចស្នាពលទៅគ្រូប្រាអញដល់ប្រទេសស្នាពលទៅគ្រូប្រាអញកងចាក់លីលាក់កងជុកតស្វាលុបបាក់ដៃគ្រូការរតនីយាគ្រូទាំងឡាយទៅគ្រូប្រាត្រៃឲ្យតាស់នៃស្ដាច់កបីគៀថាស្ដាប់ស្ដាច់កបីនឹមស្នែងប្រព័ន្ធហឹងទៅហើយកូនតម្រៃហើយបើតម្រៃហើយបើខ្លាហើយបើថាឆ្មាខ្លាឆ្កែហើយបើកបីគោហើយបានន័យថាបើគេប្រើសัตว์អីទៅសัตว์ហ្នឹងវាចេញសัตว์ហ្នឹងតែទំហំរបស់វាទំហំដែលប្រើមកវាមិនមែនប៉ិនមេដៃទេកូនហើយដៃលឺចាស់និយាយថាគោបាងើយស៊ីស្លឹកដូងហ៎ដៃលឺពាក្យហ្នឹងឥឡូវឲ្យស៊ូមួយសិនដៃលឺពាក្យហ្នឹងអត់ដៃលឺពាក្យថាគោបាវាងើយស៊ីស្លឹកធៀងដូងកពស់ប៉ុណ្ណាឥឡូវកពស់ប៉ុណ្ណាតិចបំផុត7ម៉ែត្រតិចបំផុតកូន7ម៉ែត្រស្លុបទ្រុបលើដបោផ្ទះលឺមកអមជាមួយកដឹងមិនគេថាគោបាស្នាទេកដឹង3000កដឹងស្នាស្នាក់កដឹងស្នាពុលអានឹងមកជាមួយនឹងស្នាកូនមកជាមួយនឹងស្នាមកនឹងកដឹងអានឹងមកកដឹងអញ្ចឹងកដឹងរបស់វាមិនមែនមកចាំណាកូនគោបាអត់មានរឿងមកមិនថាកដឹងគោបាកដឹងតកូលស្នែងកោនៃតកូលបក់ធ្លុះហេឲ្យតែមកលើកក្រឹងបាក់ស្នូរបស់វាស្ដាប់មកធ្ងន់តិចហ្មងស្នូរបស់អានឹងធ្ងន់តិចណាស់
mình miễn đập máu khỏi lưu đôi kia cô cái đang krem cây ớt thế này cô na đập anh đừng á lưu krum á cô prư ba mong anh đừng à tao cô này cao cô à tao cô bọc lục tao cô viên năng con tại Việt Đa lao mà đo lửa tao bố đăng bà rai đăng thá tao cô này cao bộ tao cô bọc lục như là cô à lưu nhóp anh nó bay năm thế anh nó mà nước bay năm thế vì lưu cái đằng chẳng ngó cô ba hư có tao cô này cao tao cô bọc lục này sna têกับbọt sna tê mà cưng á lương cơ chị con nghe hưng khu các bạn cái đằng bọc vi anh đừng về tại Việt Mao á lục ở tha mà ở Việt Nam sân tư ở Việt Mao châu ba nó thì châu dù ai miền Việt Nam lừa tập bộ tê ở Việt Mao châu ba nó thì châu bọc dù ai miền Việt Nam lừa tập bộ Việt Nam sân tư ở Việt Nam mới bị châu tận na vinh phụ lục ở cho bọt tập mà té nó ngày châu tận na có cho bảo an đây đôi giải châu dần ho chắc á cho mà có liên anh thum là mừng là với cho mà châu tận na có tận đây anh đây châu nào ấyจะcho mắt chất snap anh về nhai cục cả thanh về nhai cho mà cho khang ná chế đám lừa cái đống lấy cao trướng từ bông cho máu bột cặp bật cầm chai phải lần trao giờ lấy lúc ấy còn đăng mình lấy than là bỏ nâng á miên say cà pí sạch tê đại việt prà màu nưng chẳng lúc ấy thá chăm ở viết chọc sắt chăm chặt vi tài vi ở chọc bột mì cô ba bị bốc cả bấy bị bọt chẳng phải biết trong bốc biết vọt vì từ với đặt từ kêu biết khap vô là bỏ từ vịnh kêu nó á việc khap vô là bỏ nó từ vịnh từ lúc ấy còn tha đi chạy na vơi đi chạy còn ba à chạy khap vô là bỏ từ vịnh anh chập vô bạc cùng anh vô thứ cọp kli anh bạc lúc ấy đắng á lúc ọt mọt đây rồi mà chụp nâng ngắt ở tring ọt miên rương ấy cả lại thể ai lao lòng tiền plư có cả ao tôn xây một đại trời bờ nữa á tha côn ngợp cầm ai plư toàn ngợp ở lươn cái tha ngay là a mình tiệt plư có nát có tha ngợp ở toàn thường mấy cầm ai mình plư toàn ngợp màu thấp tật đồ có đốt ở than cô than ở phật uất phật từ phật ở phật mình chỗ cô tới tại phật ở mà đồ mình phật ở đó tập bên nó cô nó bị phật ở tới có bia ở ấy á câu nó ở đây câu nó có ban tê tới lục ấy có thá mình đăng thá kê lên ấy hoặc tiền tê kê hiên thưa cru à cung kê hiên tròn prey ban ấy kê của mình nói đây còn mưa nghi sạch trớ á lục ấy á còn mưa nghi sạch trớ ở so còn mưa nghi sạch trớ ở so rất tay cống kết thả tay cu bỏ trướng kê sau trường dương bớ kê sau mình mến kê tròn prey phơi bàn tê với ní cái khang hơi cái lê sẽ là bao thông nhôm dây mến ở toàn châu cho nó sầm khăn là thông đấy á chẳng ở nấy đập nắng ở toàn châu cho nó thông mấy á à lấy xong ca lai xe mà nè môi nhôm châu cho nó sầm khăn này cho nó tay cru lên cru ai chả vì đam lục tha cru xạ cru thằng ấy à lấy máy xong ca lai xe mà nè môi còn mày xong bay khe còn nhóm miên rút thắt là bao lục tiền miên rút bao lục tiền rút lốc bọ tầm rây rút lốc có pe bọ tầm rây bà trong khơi xe mà nè môi mà mến giấy anh miên phao táng ấy nó con anh chập vô cho nó sập khăn anh bọ trai ở stop ở vô chẳng lục ấy của con tha kê mình lên màu tiết mình mến vào cắt thà kê mình chanh giường tê hai còn mình vào cắt thà kê cho nhom cho mỗi giường đai và hai chị tay cô đài lên rồi biên cho mỗi con nó kể đăng tha lục ấy đăng biên là bỏ tốt ban chị kế mình toàn lên tê và hai chị kế cặp bông tà thứ ấy bôi sen kê cặp bông thêm ấy xe nhai chắc lục ấy còn lúc này trăm tháng con mình toàn tới cả chạy bình tê lúc thà trăm mơ kê xanh trăm mơ thà kê bao phơi tới ót và kê bao phơi tới trăm giường từ thôi mà đá cru ở cung cồn cru ở cung ba kê tha kê bẩn lên kê prom tha bẩn lên mình phải cắt thà kê chăn chứ cái con về khác kê lên trong lên rồi biển trăng dễ u tờ họ máy sạ cho mỗi cru ở cung mà nè sạ tới sạ màu ở toàn đất thằng na kháng này con tại kê nó kê tha chơi là chụp à kê bẩn lên nhá kê trai phơi rồi kê bật sầm nông mà than
cái bất nó mà than này thơ có trâu đai cồn đôi tham mái à lấy anh bất đây anh vô mua ngày khai cho năm cả nát anh chỉ cua cung đi anh vô tới cọp được không bát bản láng à than bỏ anh chẳng ban này thá anh mình đến cho nhảy đi anh còn ta anh lên trong thơ anh lên trong ba đây vậy từ cho anh bật lời ấy chẳng ông lông bê đại bật lời ấy có thể thơ anh bàn đài chẳng cua cung vì biết lại năng cố để bị khăng lại chăng rồi lát chẳng kê nó còn bật là kế có ọt thơ ấy mà thì tái tròn thà kế mình toán tận lời còn từ chẳng lúc con mình sẽ bắt thà kế phải lấy đáy rứa có cái thơ mà thì lúc ở đăng thà kế chanh cót rứa có kế prom phải lấy tay tập bản này chẳng lúc thá trăm bơ phơi kia xanh và cái bao phơi tới chẳng từ bao cái bao phơi ban này thá cái chón sầm rót sầm rúa mùi dơ ban này thá kế mình chón cả to tiền tê chẳng bạc cái toàn bao phơi dương té ban này thá kế cũng thơ ấy mùi tiền chẳng lúc ấy còn tới trăm sân từ nơi p đây lúc ấy trăm sân từ á chẳng kế có trà máu lúc ấy còn quát ban đi bị thi chẳng việc thôi mà đa sàm mạnh lúc ấy còn quát chót tới sầm ran cày máu pi ngay lúc ấy còn quát chót tới sầm ran này lửa kê thằng còng tè lúc ấy chót tới sầm ran này kê thằng còng tè nó á sắp tại miếng khmênh bên năng lúc ấy flick luôn na bôi next man thà bia mình đo thằng năng pt miên khmênh nhé khmênh vì rút lên nơi không đầy tè năng sọc phun tè nó á vì rút tơ mau sắp tại vì rút máu á ôn vì rút máu vì cục là bỏ mùi màu vì cục là bỏ mùi máu á vì cục là bỏ nâng máu trôi cao tè nâng trôi cao tè rồi bỏ lục ơi đây lục ơi cầm bông tay sập ra để cắt cao vì cục là bỏ nâng máu cục máu bi trơi lục ơi còn có xảy ra à đây đấy cục ấy máu ấy à khmênh nó mà rút liền miên tả khmênh mùi cột miên tả khmênh mùi nâng cái nát vì rút tay vì rút ban hai phèm của môi đọc cho hiệp sắp tại vì chốc vì sự lặng mơ mà lục ơi vì ọt tà lẹt này gì vì mơ bốc lục ơi á vì mơ pi trường ngay cái lục ơi chẳng có vì mơ ọt tà lẹt này nhớ lá lục ơi còn cho tham mấy hạt khmênh đấy vì sự lặng mơ bốc anh ọt tà lẹt này khmênh ấy còn việc bà hơn này nhớ cái đấy khmênh ấy còn việc bà hơn này sự lặng bốc lục ơi ọt tà lẹt này sao anh ấy hiệp sự lặng mơ bốc anh với chẳng cái này lục ơi ọt chắp vào đóng riêng là bỏ tại vì cục máu ấy nè lục ơi lục click luôn lục ọt đăng vậy mà thằng lúc mình chắp vào đó thằng bị đau thằng nặng côn sắp tại chụp lại côn ắt đau mau như là mau bay là nghĩa bao bay là nghĩa chứ lục ơi cậu phong coi hộp bay cho mũi đó mà chặt tè nè lục ơi á cậu phong tàn coi hộp bay cho mũi mà chặt tè nè ôn ai đấng thằng cao ấy cái này nâng ấy cái này để cua cung sạc cua cung cái này nâng đại bị thằng biên môi thời ngọt á về mặt nha lục ơi hộp bay nhé tét tay lục ơi click luôn hộp bài ôn hộp bài liên lục ơi tập biết cho rấp không mót á lục ơi rất không mót chẳng á ôn lục túp mót chẳng dùng đây túp mót á dùng đây túp mót ôn vô mà điểm lúc cho từ không quát pha là bỏ chanh màu tại pha ở bàn này pha là bỏ bàn đi cô pha là bỏ bàn này lục ơi pra thành lúc chậm chậm lục ơi pra thành con chậm chậm ngay xong tật mà pên mau kế của vô tật mà lục ơi sâu môn lửa tật nâng á ôn thuốc cô tật nâng lục ơi cô tật nâng lục ơi vô phật rồi lục ơi lúc chỗ không vẫn tiên tranh màu khóc này á giúp chết thằng cục này nó sẽ máy tha bịch cô tray chụp á tray rồi có thùng tray rồi có la rồi có bịch trôi rồi có ấy vậy tai ọt tê cồn ọt tê nè ọt tê lục ơi lúc khoa tranh màu vinh ồn khoa tranh màu vinh mà trôi đề bài mà thân năng cả là tay bọt lô trùng tiêu nhung phong lai lô trùng tiêu đó ní slow ở chia sái á lô trùng tiêu nhung phong lai lô trùng tiêu ná sông tô nhung phong lai cái phong lai xanh ôn ai chôn tham mà chôn đề ba á là trời mặt năng bọt cả là cồn mặt năng bọt cả là tật tưng cò mà toแต่โซดáตัดเคยกับbỏโซดtéอัดเคยกับbỏ tay ôn bi năng lục ứ trâu bỏ kia ai bi nhá nè lục ứ có tập
តាពីអីគេប្រទាលរបស់លោកដកប្រទាលចេញពីថង់ជាមកលោកតាពីដើម្បីប្រសាទតាពីឲ្យប្រសាទរួចលោកក៏ធ្វើពិធីហ្នឹងទៅវិញណាអូននៅពេលដែលលោកធ្វើពិធីហ្នឹងទៅវិញវាលេងសិតតែប្រើខ្មោចតៃហោងកូនវាប្រើសិតតែខ្មោចតៃហោងវាប្រើមិនមែនខ្មោចតៃហោងហ្នឹងមិនមែនមកព្រលឹងទេណាមិនមែនមកព្រលឹងកូនថាវាមកដូចរូបរាងស្រស់អញ្ចឹងណាមកដូចរូបរាងស្រស់អញ្ចឹងអូនដែរមកសពតែអង្គុយនៅលើធ្នឹមផ្ទះលោកឪសលឹងឃើញនៅលើធ្នឹមផ្ទះអានេះមកយល់ជើងលើផ្ទះលើក្បាលអញហ្មងអានេះអត់ក្រែងអញសោះវើយអត់ក្រែងអញទេកូនណាយមកសិតតាអង្គុយពីលើធ្នឹមផ្ទះសញ្ចុកជើងចុះមកសិតតែខ្មោចតៃហោងកោះពីភ្នោយកមកធ្វើកោះតែពីភ្នោយកមកធ្វើទេសិតតែមុនអាគមបែបហ្នឹងណាកូនមុនអាគមមួយហ្នឹងកូនគេហៅមុនអាគមខាបព្រលឹងខ្មែរយើងពីដើមលោកថាធ្វើពិធីឲ្យយើងលួសព្រលឹងងាប់ឲ្យយើងភ័យលួសព្រលឹងណាដកព្រលឹងហូតព្រលឹងយកទៅធ្វើប្រើអានឹងមកអត់អស់ចិត្តទេកូនស្វាអត់ដឹងមកពីណាទេកូនម្ចាស់ផ្ទះថាស្វានៅលើដំបូលផ្ទះច្រើនណាស់លោកឪអើយស្វាលោកលើដំបូលផ្ទះច្រើនណាស់លោកទៅថាមិនមែនស្វាទេកុំនិយាយហៅឈ្មោះវាអានេះមិនមែនស្វាទេអានេះច្បាស់ណាស់ថារបស់ដែលគេប្រើមកកូនក្រករបស់វាទេតែវាមកដូចស្វាអញ្ចឹងលើដំបូលផ្ទះលោកឪថាមិនមែនស្វាទេអានឹងកូនក្រកនៅស្ងៀមវាមកអីខ្លះចាំមើលវាមកអីខ្លះទុកវាសិនចាំមើលវាសិនវាចោះមកអីទៀតវាមកអីទៀតសក់តែមកសបកក្រោយមកទៀតអូនមករបស់ទៀតរបស់ដែលមកសិតតែតម្រៃមកតែតម្រៃកូនណាដើរឡើងគឺផ្ទះតម្រៃវាឲ្យរបៀបមកអញ្ចឹងកូនវាលើកសឹងតែលើកប្រម៉ោយវាសែបសឹងតែចាបំបុកផ្ទះចោលហ្មងបុកផ្ទះឲ្យខ្ទេចហ្មងណាវាទៅជន់ឲ្យខ្ទេចហ្មងណាកូនតែតម្រៃវាចូលមិនបានតម្រៃវាចូលមិនបានជនជាតិវាប្រើអាថន្នតម្រៃវាមកអត់បានយល់អត់វាមកតែមកគម្រាមវាមកតែមកតម្រៀមសិតតែសឹកជើបានយើងនិយាយថាគ្រប់សិតតែសត្វតែវាប្រើមកហ្នឹងសិតតែសត្វសិតតែអាថន្ននៅក្នុងព្រៃកូនចុងក្រោយដែលវាប្រើរបស់មកលោកឪអត់ចាប់ទាំងអស់លោកឪអត់ចាប់មួយណាទេអញឲ្យមកអស់សិនលោកឪគេអត់ចាប់ទេលោកប្រឡែងឲ្យមកអស់បានលោកប្រើចុងក្រោយគេហ្នឹងគឺស្មិលកាឡាហោមចាំខ្ញុំប្រាប់អ្នកនរនេះរឿងស្មិលកាឡាហោមរបស់ដែលវាប្រើមកចុងក្រោយកូនវាប្រើព្រលឹងដូចមនុស្សចឹងវាធ្វើដូចមនុស្សចឹងណាកូនកាប់ពិតព្រលឹងតៃហោងទេដែលវាប្រើមកហ្នឹងមកជេរគាត់ដល់ផ្ទះអូនឮតែលោកឪនិងកូនសិលលោកឪម្ចាស់ផ្ទះឮទេលោកឪថាបាត់ប្រហែលជាលើខ្វះ5ដល់10នាទីស្រាប់ជាមកដល់ព្រឹកណែអាកាចាស់ហែងមកពីណាហែងហ៊ានណាហែងហ៊ានលោកឪថាវាស្រីជេរលោកឪហ្នឹងលោកឪអើតពីលើផ្ទះមើលទៅអូនរូបរាងវាធ្វើដូចមនុស្សយើងចឹងថាវាដូចមនុស្សយើងមើលទៅគ្មានដឹងខ្មោចទេជេរមកឲ្យប្រាប់ដូចជាអាចមកទៅកថាជេរហែងសលងចុកអុលមកថាហែងមកពៀនអញហែងចូលទឹកដីអញអូយញញណាស់លោកឪថាណាមួយនាងណាមួយនាងឯងមកជេរអញនាងឯងអត់ខ្លាចអញទេហ៎នាងឯងអត់ខ្លាចអញទេអត់ខ្លាចអញទេអញពាត់បើសពុតលើទៅវិញឲ្យលឿនវាអញទៅអញទឹកបំបាក់ក៏អញបំបែងក្បាលឯងតបបានស្រែកជេរណាមកលោកថាណែមីចោលព្រលឹងសัตว์ណែមីព្រលឹងសัตว์ទៅវិញអញចាប់យកទាំងអស់អញដឹងហើយរូបនាងឯងមកតែខ្លួនមកធ្វើខ្លួនជាមនុស្សថ្ងៃមើលសមោលនាងឯងនេះមិនមែនមនុស្សទេជើមីចកោបកោបខ្លាកូនខ្លាមកកាឡាខ្លួនជាមនុស្សណែមករូបរាងកាយតែមនុស្សទេវើយស្មើសមោលផងណែមីចកោបកោបអញវត្តប៉ឹងសពុតទៅវិញឲ្យលឿនម្ចាស់ឯងនៅណាប្រាប់អញនៅទិសណាប្រាប់និយាយតែប៉ុណ្្នឹងទេអូនកាឡាខ្លួនទៅជារូបដើមវិញមកដូចព្រាយខ្លាចឹងកូនដូចព្រាយខ្លាវាកាឡាខ្លួនទៅវិញវាកាឡាចេញជាសត្វទៅវិញពេលដែលវាកាឡាខ្លួនទៅជាសត្វវិញណាកូនណាវាដើរទៅគេដឹកដើរតែប៉ុណ្្នឹងដឹងថាឯងនៅទិសណាបាត់ហើយគេដឹងហើយអូទិសហ្នឹងគ្រូនឹងនៅទិសហ្នឹងណាគ្រាន់តែដឹងពីទិសភ្លាមគ្រាន់តែដឹងថាទិសភ្លាមណាកូនរៀបស្មិលកាឡាហោមឲ្យពុកចង់សួរអានឹងតិចសួរសុកទុកមានរបស់ផ្ញើអានឹងតិច
ria ba bóng prap ba là bóc không thong dịp đọ chạy mà đọ chạy mà tầng bật chết nên tầng cái này smell cả là hao smell cả là hao xây xóm cho công sla sla đăng là bóc năng chi là bóc ấy dễ tầng này mình bên snipe mình bên bờ mình bên cho con khá mình bên nộp rơ nộp ở sấy cả lòng chống cắt con chắc liên lạc con chống tì smell cả là hao xây xóm cho công sla sla là bóc đại kê pra con là bóc đại kê pra spang chỉ po lô tại spang chỉ po lô nó trả cướp ạt thanh đẹp nơi không spang chỉ po lô nó miên ạt thanh buôn ti muối smell kha cả bọt cả ba nè tao nè đại khơi Doan kha cả bọt cả ba lấy anh đang ngay cái hơi smell kha con ạt thanh smell kha cua công bị đau đại kê áo cho được biến cua smell lá kê miên ạt smell cả bọt cả ba nữa ngay smell cả bọt cả ba nó rút choan đại kha bọt cả ba lướt snake che lướt đây che tiviประตำไรอัฐันเนี่ยตอนนี้ได้คืนรูปตำไรอัฐันฮอตรูปอาจวนอัฐันได้เกจังลูกให้พลูกบอกวิเกาหลังเลือรุ่นเมียนที่หูจับชันติลือนั้นสมลอัฐันตำไรย่ายติใบอัฐันกองจักตึกผมใบอัฐันกองจักนั่งรูปกองจักโกนใต้เมียนจวนหากไผ่จวนขนักทวีผมใบจวนจุ่มเรียกจวนขังสตัมนี่จวนประตูโปยอดประตูไฮจ้าครับยอนใส่กรุบเละยอดละตีปูนโกนอาทันชนกกระปันกุนตักต่อมาได้คลายแปรมาจากคลายไอ้สตับตาทันตะโกได้สตับตาทันละเนยขนองสนะปีเจปีเคียดตักเนยขนองสนะปีเจปีเคียดตักมองอัดเมียนเนยขนองสนะปีเจเฮาสนะปีเจกันนะอัดเนยขนองปีเจสังเกรียมอัดเนยขนองสนะปีเจสังเกรียมรถแต่อัดเนยขนองสนะปีเจเฮาสนะปีเจเกียดอัดเมียนเต้คือตำราเฮาปีเจปีเคียดปีเจอาทันได้เปาะมาเปาะพังงอบนางงอบเตอโยนเลยตอนนะโกนสาไปตอนนะสบังจีโปเต้ตายเมอาทันตักในเมอาทันต่างไรในขนมนั่งตักในขนมนั่งตักในขนมสบังจีโปนั่งงั้นจังบันกับไฮสเมลกับลาเฮาเปียแต่สเมลนั่งครูสเมลได้เจตำราสเมลกับลาเฮานั่งสได้แต่เลือดสบังจีโปบอดปูนตื้อสบังจีโปนั่งเก็บบอดมาพนัดบอดมาพนัดโซดมาเมบอดมาพนัดโซดมาเมบอดมาพนัดโซดมาเมพนัดจังกระเอาที่โซดมาเมในเลือดกับลาเฮาสเมลกับลาเฮานั่งไงในเลือดกับลาเฮานั่งไงเมียนบอกสายสมาปีอย่างมวยบอกโหดมวยบอกชายบอกแต่งปีนั่นคือเมย์บอกได้จองแกhaiท้าจำน้องไตรคดหรือก็จำน้องควักเมื่อท่านจำน้องควักอันนั้นไงได้จองจับจองจับไปจบจองไอ้ไปจ่ายต่อติดกรูไอ้ครั้งปนักไปจ่ายต่อติดได้เปิดกลาหนังมาต้องออกก็เปิดกลาหนังโซดบ้านแต่ออกกรุ๊ปเมย์โซดจนโซดปนักโซดติดขัดเติบฮะเราฮะเติบกรูปลาฮะเติบกรูปลาให้กรูปลาอันมันนี่ไอ้เซจิกรูปลาอันเติบไอ้ตากีวีนะโซดต่างโซดเท้าอยู่ด้วยกรอนแต่โซดจับกรูปโยมกรูปอัฐันโยมกรูปอัฐันกรูปครูนั่งจับปัดจับหลังโมก็จับหลังโมในขนมดังนะเป็นลึงกรูอ่ะกุ้งกับในขนมดังอากาลาสเมลกาลาเฮานั่งนะกรูอ่ะกุ้งกับในขนมดังกรูไตรเบสกับในเป็นลึงกรูไตรเบสกับในนั่งอาสเมลคลาสเมลอัตบริสมันอัสเมลในขนมดังศพไปแต่ตำรากลัวกงยมเรียนเนี่ยตำราแต่ยมกับพงเรียนนี่วิมินสนะปิเจสนะปิเจจัตโพปิเจอตราปิเจนั่งปิเจสังเกรียมให้มวยเตี้ยแต่ยมกับพงเรียนนั่งคือกระบวนจัตโรจัตราหะมาหะแต่ยมกับพงเรียนออกไงนั่งตื้อสัมดาแต่เลือเฮาเราบอกครูก่อนเนื้อขนมกระบวนตำราบอกกอดได้ยมบอกมากับเลี้ยงอาจงอกมากับเลี้ยงอาจงอกเอาแต่กรูนะโอ้เจ้ามันยมใจท่ากรูกงปิดดาวมันเบ็ดโดยอะไรตีมาจากทลายกรูปิดดาวมาโดยอะไรตีมาจากทลายเบียนตักดอกไผ่กรอนแต่กรูกงบดกลานุพบปะโอนลูกใจท่าปีงอไปเวียแต่โรมาจากดาวเวียแต่บ้านในท่ามันแม่นลูกปลาหลบบอสในเนื้อครองสเมลกลาเฮาเตอเต้ลูกมันแม่นปลาหลบบอสนั่งเตอเต้หลบบอสในวิ่งจำแตงประมาณนั้น
តែវាប្រើមកមិននឹងមានស្អីខ្លះវាទៅរកម្ចាស់ដើមវាហើយចុះលោកបើកអានឹងរួចតងហៅវាទាំងអស់របស់ដែលមានប្រមាណដែលចាប់ប្រមាណហ្នឹងឲ្យនៅក្នុងអាវ៉ាត់របស់អញពេលដែលវានៅក្នុងអាវ៉ាត់របស់អញវានឹងទៅរកគ្រូដើមហើយបើតម្រៃវាទៅជាប់បើខ្លាចវាទៅហែកចំណេញយល់អត់គ្រូហ្នឹងក៏លោកឪក៏គាត់និយាយថាគ្រូហ្នឹងអត់មានផ្លូវដែលរស់ទេអត់មានកាឡាមួយណាដែលអាចរស់ទៅទាំងអស់ទោះគ្រូនឹងមានកូនសិស្សប្រមាណក៏ដោយក៏ទៅទាំងអស់ដែរចឹងគេបានគេថាកូនណាគ្រូខ្លះគេអត់ចង់បច្ចេកគេអត់ចង់ខ្លាំងទេកូនគេអត់ចង់ធ្វើទេតែកំឡាញ់ថាវិតលអាធ្វើទៅចឹងទៅបដៅទៅចឹងអូនហើយផឹងគាត់តែបកស្មើកាឡាហោមផឹងបិទដបើកទៅទាំងអស់កូនលោកឪសុំកម្មាទោសចុងក្រោយលើកម្រាមដៃសុំកម្មាទោសមិនមែនចង់បៀតបៀនជីវិតទេមិនមែនចង់បៀតបៀនជីវិតទេចុះឡងឌីទេមកដល់នេះបាញ់ឌីទេមកជប់ចាំតិចមកនេះចេះឌីជប់អត់ slow ណាស់បងប្អូនអត់ slow ណាស់ជ័យក៏ទេមកឌីក៏ទេមកអូខេខ្ញុំនិយាយតសិនចាំខ្ញុំនិយាយទៅសិនអញ្ចឹងនៅពេលដែលលោកឪបានធ្វើពិធីនឹងបកទៅរួចចាលោកឪក៏លោកសុំកម្មាទោសលោកមិនចង់បៀតបៀនអាយុជីវិតទេលោកសុំកម្មាទោសដល់តែពេលលោកសុំកម្មាទោសទៅក៏លោកមិនបានតាំងចិត្តដែរកូនលោកបិទតម្រាស្មិលកាឡាហោមយកមកផ្ទះរបស់លោកវិញទៅលោកក៏បិទកាឡាហោមនោះយកមកផ្ទះរបស់លោកវិញទៅតែបញ្ជាក់ណាលោកឪស្លាប់ហើយនៅតែកូនសិស្សរបស់លោកឪទេនៅតែកូនសិស្សរបស់លោកឪទេណាកូនសិស្សរបស់លោកឪបច្ចុប្បន្នខ្ញុំប្រាប់គាត់មានឈ្មោះថាលោកឪលោកគ្រូនរោរាំងសីគាត់ឈ្មោះគាត់ account គាត់ឈ្មោះនរោរាំងសីបច្ចុប្បន្នលោកនៅឧត្តរមានជ័យទៅដល់នេះកូនសិស្សរបស់លោកនៅដល់បច្ចុប្បន្នតែគ្រាន់តែរបៀនមិនខ្លាំងដូចលោកទេព្រោះអីបងរាំងសីគាត់ទទួលតែសាក់យ័ន្តនេះលោកទទួលសាក់យ័ន្តលោកអត់ធ្វើពិធីទេព្រោះតាមសំណពររបស់លោកឪលោកអត់ធ្វើពិធីទេលោកកាន់យ័ន្តកាន់សាក់យ័ន្តតែអូខេបងប្អូនតានេះស្ដាប់រឿងនេះអ្នកទាំងអស់នេះនឹងគិតបែបណាអានឹងស្ដាប់លើចិត្តអ្នកទាំងអស់នេះទេខ្ញុំអត់បង្ខំឲ្យអ្នកទាំងអស់នេះជឿទេណាតែអ្វីដែលខ្ញុំចង់និយាយនៅមានរឿងច្រើនណាស់ដែលគ្រប់គ្នាអត់ដែរដឹងតម្រាអំណាចរបស់គ្រូអាគមយល់អត់នៅមានច្រើនទៀតដែលពាក់ព័ន្ធជាមួយដូចជាលោកគ្រូវ៉ាពេជ្រលោកប្រវត្តិរបស់លោកគ្រូវ៉ាពេជ្រក៏អត់ណយដែរអានឹងតាមដែលខ្ញុំដឹងណាលោកគ្រូវ៉ាពេជ្រក៏មិនណយហ្នឹងហើយដូចជាលោកគ្រូអីទៅខ្ញុំភ្លេចទៅដឹងថាគាត់អតីតគាត់ធ្លាប់ធ្វើបួសជាលោកឪនឹងដែរខ្ញុំភ្លេចឈ្មោះលោកបាត់យូរដែរគាត់របស់លោកក៏ខ្លាំងដែរលោកចិញ្ចឹមស្មិលខ្លា2លោកចិញ្ចឹមខ្លា2ក្បាលអូខេអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់នៅក្នុងយប់នេះងាកមករឿងរបស់លោកពុកយ៉ាដែលគាត់បានប៉ះអាគមជាមួយនឹងការសិក្សាមុនវិជ្ជាការបែបខ្មែរនៅតនេះបែបខ្មែរម្ដងយើងដឹងស្រាប់ហើយតោះនេះអាចារ្យយ៉ាគឺគាត់ដើមកំណើតគាត់គឺជាជនជាតិខ្មែរគ្រាន់តែគាត់បានស្រឡាញ់ប្រពន្ធគាត់ចាប់ឲ្យគូប្រពន្ធគាត់ទៅដោយប្រពន្ធរបស់គាត់នោះគឺជាជនជាតិអ៊ីស្លាមហើយគាត់ក៏បានចូលទៅកាន់សាសនាអ៊ីស្លាមតែបើនិយាយពីការសឹកអាគមរបស់គាត់នៅតែអាចពេលខ្លះគាត់នៅតែប្រើក្បួនតម្រាខ្មែរអញ្ចឹងរឿងមួយនេះបានកើតឡើងនៅក្នុងខេត្តបាត់ដំបងស្រុកកោះកឡោអញ្ចឹងចាប់ផ្ដើមនៃសាច់រឿងដំបងគឺចេះអ្នកទាំងអស់គ្នានៅតារៈវេលាមួយអ្នកទាំងអស់គ្នានៅតារៈវេលាមួយមានគេអាចនិយាយបានថាយើងដឹងស្រាប់ហើយការល្បីសរសើរឈ្មោះរបស់អាចារ្យយ៉ាហ្នឹងគឺល្បីដោយគ្នាដូចថាពីម្នាក់ទៅម្នាក់ហ្នឹងគេល្បីឈ្មោះរបស់លោកអាចារ្យយ៉ាក៏ដូចជាអ្នកស្រីទីម៉ាស់ខ្លាំងមែនទេអញ្ចឹងដែរនៅអំឡុងឆ្នាំមួយដែលបានកើតឡើងរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងខ្សែចករបស់គ្រួសារម្នាក់គ្រួសាររបស់លោកពូម្នាក់ដែលគាត់បានមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងអញ្ចឹងមុននឹងចូលដំណើររបស់លោកពុកយ៉ាគាត់ទៅផ្ទះរបស់លោកអ៊ំយើងនិយាយអំពីលោកអ៊ំសិនលោកអ៊ំគាត់អតីតគឺជាមេភូមិអ្នកទាំងនេះអតីតគឺមេភូមិហើយគាត់បានលេងតំណែងនៅស្រុកកោះកឡោខេត្តបាត់ដំបងអ្នកទាំងនេះហ្នឹងហើយតែគាត់
anh chỉ tha chia mê phum chương cha pi sừng cung thế này tao nên mình chia mê phum để nó bắt chụp bon là lớn thế nè quạt nó thưa mê phum trong năm mà bon bầm bồ rồi bài pì là tao này lục ống á quạt cứ chia riêng hai quạt lục ta là sao quạt cha hai tao này quạt nó còn cha đây hai quạt cả ban nước đỏ côn say là bao lục ta cha giá thì gọi là bục da để ban chui sừng cung này tẹp bỏ quạt cả đám lái rồi bao riêng là bỏ ống lục ống rồi gọi lục ta này tao này lục ta để quạt mình mua thá cài bẩn đứt mua quạt bắt mua cài bẩn đứt hay quạt cứ chỉ ạt đứt mê phun nơi không sọc có cả lò khai bắt tập bóng năm tu sửa bài chiềng quạt cứ chỉ ạt đứt mê phun bị đá và hai chị bóng phun nơi sọc có cả lò có lục bục cho ba đây mình mua thá cài bẩn đứt nương này tao này quạt cứ chỉ mê phun chả chẳng riêng ra nó cứ bán cao lao nơi ẩm lông năm một pom bầm bồn rồi chiềng nơi không ẩm lông năm một pom bầm bồn rồi cài bầm bát tới cài bầm bảy riêng nương pi tập bóng cứ chạy lục ta bẩn đất quạt cơ chia anh vậy bạn ta chia chả tung mà nè để nó không sốc quạt cả lò năng để tao này hay quạt miên côn rồi hồ từ đó bốc từng côn pasa tiên là tao này rồi hồ từ đó đọc mùi này nó quạt miên côn tẹn côn và các nâng côn pasa bỏ quạt đọc mùi này chẳng tai bong bóng từ ở khía riêng chặt làm pi tập bóng cứ chạy vẽ con nâng ca riêng mong cô ca rồi bỏ côn xây tị bay rồi bỏ quạt nâng này tại côn xây tị bay bỏ quạt nó miên chung một thá cái pha phấn rồi bọc côn quạt bạc cá nó cứ một cái pha phấn chỉ côn xây bọc quạt tị bay để bàn tiếp một cô cá chụp mồi nâng côn bạc xa rồi bọc quạt chỉ nẹt đầy luôn nơi không sọc sụp lột khét bắt tờ bóng đuôi kia là đó nhé chẳng được cao cho năm mà con một rồi cái sập bụng bờ nâng côn rồi bọc quạt cái pha phấn côn xây nhưng xong hai thằng bóng phấn đôi côn xây bọc quạt một phấn nâng cứ quạt bàn lên lẹ kia chụp mồi nâng bắt đây rồi đom xoa mấy bọc quạt để quạt bàn lên lẹ kia đòi miên chùm đua riêng bẹ con chụp mồi nâng đấy sọc kê co rồi bọc khang prọc chẳng tới thưa ao khang prọc nâng côn cả lọ nâng rứa co ở đất xoa mây bọc quạt nâng miên ca mình tinh chất chùm mồi nâng bọc pôn rồi bọc quạt của đôi chia crosa rồi bọc lục cài bẩn đất ban đi thá ở tinh chất chùm mồi nâng crosa rồi bọc quạt đòi cất thá bong sray một phân nâng quạt chẳng ban pro sập rồi bọc khang prọc chẳng khang prọc nâng có kê tam đàn với cái đăng thá bọc pôn rồi bọc quạt mình miên ca smart trăng chùm mồi quạt tế quạt có thưa ca lên lẹt nè nơi ngay để phụ quạt lên lẹt nè chùm mồi nâng ở đom xoa mây bọc quạt bong phân nâng có ban prao bị sập đây nè giấy đôi ca nè giấy ba tham mưa nghe cả bán rồi còn giấy được không đồng này chỉ ở đây bọc pôn cả bạn đôi quạt prao bị thá chặt tăng bị khai để ca chùm mồi kia máu cứ ở đây mình đai miên tại chỉ đặt đai lò tê cứ chỉ mình được đẹp bát xá chả phải đam lục tha chỉ mình được còng cạt mình được pil bị đam để xa ở đây bỏ quạt nữa cứ chỉ mình được mình đẹp đái ô xa đa lên hay lên chôn mòn chào người tên lên là bay chôn mòn thằng gì quạt con thì chạy biển năng hai quạt có bán tao biển thá xong hỏi miền ca linh lẹt kia từ hai quạt đừng tim tia vô ở đây để chị hay ai cái sợi bọc quạt lọt bọc với cái chế cả bay chạy quạt sập bát thử viêm ở đây của con trong cá cho ta sẽ vẫn lấy chân chỉ đào quạt có pra biển ở hồ từ đó biển thá phun mình là ho phun chạy phun trong chân tay Walaikum salam hồn Walaikum salam rồi hồ đó thì giấy caเปรียบประโดจะรวมปูตะโกนพายสดานมวยเคลียเธอเปรียบเตออาปูดาวปูไอ้ผัวไอ้เปียไปดาวในตอนนี้เปียไปดาวแกได้เจเปียเจจ่าโดยเยือนทางอาเท้าอาปูบาดซาไอ้จังแกอาเซอร์เจปูเจระเบียบโดยทักเปียไปดาวแกเจปลุกแต่ในแต่ยืนสลับต้นในวิจารณ์ครั้งเต็นอุตหะได้เปียมวยได้เก่งใหญ่ท่ามีเจ้ากองกัดยันนะหรือก็มีเจ้าปูเก่งกองบานการมาดองวับเกยถึงภูมิเปียนั่งวิสมาหนึ่งเปียยืนใหญ่ท่ามีเจ้าเศร้าปีนี้ใส่จะพังนะหรือเลี้ยงสัตว์ชายมีเจ้าริการเนี่ยเลี้ยงเนี่ยนึงนะแต่เกเจปีน้ำเกเจเลยปีไปท่ามีเจ้าปูเก่งก้อนบานการมาดองงอบเกยถึงภูมิจังเตอร์หรือก็มีเจ้าบัดดองโดมีลงบัดดองมีใส่ดองโยมีโกกระจายกระไรมีเปิลปีตะบงมีดองปีไรในเปียปีน้ำเกเจสัตว์มีกระบวนขนาดเกยแต่ในบัดโดในขนมกาแต่ยังเฉยนักเรียนเฉยเนี่ยโอเคประตอบมาเต้นต่อเนี้ยก็ลกปกไก่บันทึกกวาดกับบ้านเต้าสมรู้เอาท้ากลมตอนอาเลงแหลกนี่ไอจังจิตดาวมวยปีใบเตยแต่อัตจะรักระบอกโกนโปรนึงวิเฉลยโกนภาษานึงวิเฉลยนี่ยัยอัดกรุบปกไม่มาได้ขมิ้นเราดอกปกระบอกกอดได้ปกขมิ้นกับบ้านนี่ยัยท้าบ้าหายกับบ้าเป๊ะหายเลงแหลกนี่แต่หายเลงแหลกนี่แต่อันก็มันเอาโกนอันเต้ากับบ้านช่วยพวกอามันนึกเปรี้ยวจังไปแต่ปูเปรี้ยวชมเปรี้ยวสันดานคือเปรี้ยวหายกอดกับบ้านนี่ยัยเปรี้ยวนั่งทั่วเอาไอ้นี่ทั่วเอาไอ้ลกมันเนี่ยนั่งแต่เชียร์โกนภาษานั่งกอดมันเป็นชัดจะมวยสำเร็จบอกมาเขาไม่ได้บ้านใจไปเป็นรู้มาผูกกอดกับบ้านเล่งแรกเนี่ยจับสับกรุบกอดกับบ้านเล่งแรกเนี่ยจับสับกรุบเลย
ในក្រោយនៅពេលដែលពួកគាត់បានលេងលះគ្នាហ្នឹងអ្នកទាំងអស់គ្នាក៏ពីមានរឿងដែលបានកើតឡើងទៅលើក្រុមគ្រួសាររបស់លោកពុកឬក៏លោកអ៊ំលោកតារបស់យើងដែលគាត់មានឈ្មោះថាកៅបន្តិចគឺមានរឿងរ៉ាវដែលបានកើតឡើងទៅលើគាត់ក្រោយនៃការដែលបានលេងលះចំនួនរយៈពេល72ខែ72ខែហ្នឹងក៏មានថ្ងៃមួយអ្នកទាំងអស់គ្នាមានថ្ងៃមួយគឺកូនស្រីរបស់លោកពុកកៅផាន់ហ្នឹងគឺផាន់ផាហ្នឹងអូខ្ញុំអត់ដឹងឈ្មោះគាត់មិនខ្ញុំសុំហៅផាន់កូនស្រីរបស់លោកពុកគាត់នោះក៏ចាប់ផ្ដើមអ្នកទាំងអស់គ្នាគាត់ក៏ចាប់ផ្ដើមណាពីមនុស្សម្នាក់ដែរអញនិយាយថាស្រឡាញ់ឪពុកម្ដាយខ្លាំងមែនទេស្រឡាញ់ឪពុកម្ដាយតាមឪពុកម្ដាយតែទៅជាមនុស្សម្នាក់ដែលនិយាយជាមួយឪពុកម្ដាយថាមកពីឪពុកឯងទើបខ្ញុំលេងលះជាមួយនឹងប្តីខ្ញុំទៅជាផ្ទុយវិញពីដំបូងគាត់និយាយថាប្តីគាត់មិនកើតគាត់សុំតាមឪពុកគាត់តែក្រោយមកវាអត់ដឹងថាមានរឿងអីដែលបានកាត់ឡើងទៅលើបងស្រីម្នាក់ហ្នឹងរហូតដល់គាត់ប្រើពាក្យថាដោយសារតែឪពុកឯងជាអ្នកដើមហេតុដែលធ្វើឲ្យពួកខ្ញុំបែកបាក់គ្នាគាត់ក៏ប្រើពាក្យនិយាយពាក្យដែលមិនព្រោះទៅកាន់ឪពុកគាត់រហូតដល់គាត់ហ្នឹងមានការផ្ទុះសារាយជាមួយគ្នារវាងឪពុកនិងកូនហើយគាត់ក៏បានចែកផ្លូវគ្នាចឹងឪពុកគាត់ក៏អត់បាននិយាយអីលោកតាកៃបណ្ឌិតក៏អត់បាននិយាយអីទាំងអស់គាត់ក៏ដើរចូលទៅក្នុងបន្ទប់របស់គាត់បងស្រីក៏គាត់ចូលទៅបន្ទប់របស់គាត់ស្រាប់តែស្អែកឡើងអ្នកទាំងអស់នេះស្អែកឡើងគាត់ក៏ឆ្ងល់ថាវាមិនក៏មិនចេញពីបន្ទប់ដោយសារតែរាល់ដងបងស្រីគាត់គឺជាមនុស្សម្នាក់ដែលស្រឡាញ់ផ្ទះគាត់ងើបមកបោះផ្ទះជូតតុជូតទូអីពីដើមចឹងតែថ្ងៃហ្នឹងអត់ឃើញគាត់នឹងមានវត្តមានចេញមករៀបចំសម្អាតទេឪពុកគាត់កំពុងតែខឹងផងគាត់ក៏មិនបានសួរនាំអីច្រើនដែរគ្រាន់តែគាត់សួរប្អូនថាបងហែងទៅណាអញ្ចឹងណាអត់ឃើញងើបមកបោះផ្ទះអញ្ចឹងពួកប្អូនក៏គាត់និយាយថាអត់ដឹងដែរពុកអត់ដឹងដែរអញ្ចឹងណាគាត់ក៏នឹកឃើញថាប្រហែលជាវាឆ្លោះគ្នាជាមួយអញបានជាវាមិនចង់ចេញមកបដ ாய் វាសិនណារហូតមកដល់ថ្ងៃរសៀលក៏នៅតែអត់ទាន់ឃើញវត្តមានរបស់បងស្រីនឹងត្រឡប់មកវិញទៀតនឹងអត់ទាន់ត្រឡប់មកវិញទៀតនៅពេលដែលអត់ទាន់ត្រឡប់មកវិញទៀតអ្នកទាំងអស់គ្នាក៏ស្រាប់តែគាត់នឹងដេញប្អូនថាហែងទៅតាមវាមើលស្មានណាវាចេញពីបន្ទប់មកវានៅធ្វើកមុំដល់ណាទៀតគាត់ក៏ប្រើកូនរបស់គាត់នឹងឲ្យទៅតាមនៅពេលដែលប្អូនគាត់ដើរទៅតាមនឹងស្រាប់តែគាត់ក៏បើកទ្វារទៅអត់កើតដោយសារអីខ្ទាស់សោពីក្នុងអញ្ចឹងគាត់ក៏ព្យាយាមគោះហើយ5ទៅ6ដងតែនៅតែមិនមានអ្នកបើកទ្វារក៏សម្រាប់ចិត្តឪពុកគាត់នឹងលោកកៅបណ្ឌិតគាត់សម្រាប់ចិត្តថាគាត់ឡើងទៅគោះទ្វារខ្លួនឯងនៅពេលដែលគាត់គោះហ្នឹងរបៀបពីដំបូងយើងមានកំហឹងរបៀបគោះខ្លាំងហេតុអីមិនចេញហើយនៅក្នុងបន្ទប់ដល់ពេលណាទៀតហើយមិនចេញមកក្រៅគាត់ក៏មានការស្ដីបន្ទោសទៅកាន់កូនគាត់តែគាត់អត់បានឮសម្លេងកូនគាត់ត្រឡប់មកវិញគាត់ក៏មិនអស់ចិត្តគាត់ក៏គាស់ទ្វារបន្ទប់ហ្នឹងពេលដែលគាត់គាស់ទ្វារបន្ទប់ពីដំបូងឡើយគាត់បានឃើញមនុស្សនៅក្នុងបន្ទប់ហ្នឹងទាំងដែលគាត់អត់បានដឹងថាមានរឿងអីដែលបានកើតឡើងទៅលើកូនគាត់ស្រាប់តែគាត់គាស់ទ្វារចូលទៅគាត់អត់បានឃើញមនុស្សទេថាមនុស្សហ្នឹងនៅតែណាគាត់ក៏សួរថាមនុស្សអត់នៅក្នុងបន្ទប់ផងមិនក៏ចាក់សោចឹងគាត់ក៏ស្រែកហៅនៅពេលដែលគាត់ស្រែកហៅអ្នកនរគ្នាគាត់ក៏ដើរចេញពីបន្ទប់មកវិញគាត់អត់បានចាប់អារម្មណ៍អីទាំងអស់យល់ទេគាត់ក៏ចេញមកប្រាប់កូនគាត់ថាវាទៅណាបានជាវាមិននៅទេហើយវាចាក់សោរហូតដល់គាត់ខឹងថាតែហងមកវិញអញដាក់ក្បាលថ្ងៃនឹងគាត់អស់អញវៃក្បាលថ្ងៃមករហូតដល់គាត់ប្រើពាក្យមួយហ្នឹងទៅកាន់កូនគាត់ទាំងតែគាត់បានដឹងអីណាស្រាប់តែប្អូនស្រីបន្ទាប់របស់គាត់បានថាប្អូនស្រីបន្ទាប់ទី3ហ្នឹងទី2ប្អូនស្រីបន្ទាប់ទី2ហ្នឹងគេហ្នឹងក៏ចូលទៅយកអីវ៉ាន់អីនៅក្នុងបន្ទប់របស់គេអញ្ចឹងគឺថាគេមានរបស់គេនៅក្នុងហ្នឹងគេចូលទៅយកគេក៏ទៅឆែកឆេរដល់ពេលឆែកឆេរទៅអ្នកទាំងអស់គ្នាស្រាប់តែគាត់ឆែកឆេរបានគាត់ក៏ដើរបកក្រោយមកវិញគាត់ក៏ប្រទះភ្នែកទៅឃើញរបស់មួយគាត់ចេះពីដំបូងគាត់គិតថាវាគ្រាន់តែជាវាំងនោនឬក៏វាគ្រាន់តែជាអីឯងព្រោះគាត់បានមើលទៅខាងលើឯងគាត់ដើរមកសម្លឹងគាត់កលេចភ្នែកចឹងទៅទើបគាត់ចោលភ្នែកឡើងទៅខាងលើនៅពេលដែលគាត់ចោលភ្នែកឡើងទៅខាងលើទើបគាត់ដឹងថាបងស្រីរបស់គាត់ត្រូវបានចងកសម្រាប់ខ្លួនបងស្រីគាត់ចងកហើយការដែលគាត់ចងកនឹងមិនមែនចងកធម្មតាទេទៀនម្ចាស់គាត់អត់បានចងកធម្មតាទេគាត់ឡើងទៅចងកនៅខាងលើនោះបានន័យថាបន្ទប់របស់គាត់ហ្នឹងខណ្ឌចំកណ្ដាលហ្នឹងគឺមានតសមួយហើយធ្នឹមកាត់គាត់ឡើងទៅចងកនៅខាងលើអ្នកនរនេះបើយើងគិតទៅមនុស្សស្រីធម្មតាអត់អាចឡើងទៅចងកនៅខាងលើនឹងបានទេដោយសារអីសភាពនៅខាងក្រោមគឺអត់មានទឹកដែលគាត់ឡើងឈោងទៅបានទី1
អត់មានតុកអត់មានកៅអីដែលអាចគាត់ជន់ឡើងតោងឡើងទៅលើអត់មានទី2បើគាត់ឡើងតាមប្រកាន់ដៃហៅថាធ្នឹមដែលគេវាយភ្ជាប់នឹងជាងទេហ่ะក៏គាត់តោងឡើងក៏វាមិនកើតសមមិនសមទំនងតែគាត់អាចឡើងទៅបានហេតុអីបានជាមនុស្សម្នាក់ហ្នឹងអាចឡើងទៅចងកនៅខាងលើនឹងបានចងកខ្ពស់មែនទេអ្នកនរនេះចងកខ្ពស់មែនទេក៏គាត់ស្រែកឆោឡោឲ្យអ្នកទាំងរបស់គាត់នឹងមកជួយទម្លាក់សពនឹងចុះក្រោមយល់អត់ក៏ទម្លាក់សពនឹងចុះមកក្រោមនៅពេលដែលទម្លាក់សពនឹងចុះមកក្រោមអ្នកនរនេះក៏យកសពនឹងទៅតម្កល់ដើម្បីធ្វើបុណ្យតាមប្រពៃណីហ្នឹងតែចម្លែកត្រង់ថាសពនឹងបិទភ្នែកវាមិនចិត្តបិទភ្នែកអត់ចិត្តនៅពេលដែលបិទភ្នែកមិនចិត្តណាបើទោះបីលោកអាចារ្យក៏ដោយលោកក៏ដោយមកសូត្រដើម្បីបិទភ្នែកក៏បិទភ្នែកចិត្តនឹងអត់ចិត្តដែរហើយសភាពមួយទៀតនេះសភាពមួយទៀតតាមអ្វីដែលគាត់អាចមើលដឹងថាសពនឹងមុនចងកប្រហែលជាមានរឿងអីកើតឡើងដូចជាបានជួបអីឬក៏ឃើញអីចឹងអ្នកនរនេះដូចជាបានឃើញអីចឹងព្រោះដៃរបស់សពនឹងបានខ្ញាមជាប់ជាមួយនឹងកណាត់ម្ដុំបានន័យថាដូចលហែកសាច់តោងស្អីមួយលហែកសាច់ម្ដុំចឹងលហែកសាច់កណាត់ណាតែឪពុករបស់គាត់មិនបានគិតអីថាកូនរបស់គាត់នឹងមានរឿងអីកើតឡើងគឺលោកតាកៅបណ្ឌិតគាត់គិតបានតែម្យ៉ាងថាកូនរបស់គាត់បានឆ្លុះគ្នាជាមួយគាត់ប្រហែលជាវាតូចចិត្តក៏វាទៅចងកចឹងតែបញ្ជាក់ថាខ្សែដែលបានចងកកូនគាត់គឺគាត់អត់បានស្រាយចំណងខ្សែកនឹងចេញមកទេអញ្ចឹងគាត់អត់បានស្រាយចំណងដែលកូនរបស់គាត់ឡើងទៅចងកនឹងទេគាត់ភ្លេចខ្លួនដោយសារតែបារម្ភរឿងខូចចិត្តរឿងកូនគាត់ស្លាប់ផងហើយធ្វើបន់ផងក៏ភ្លេចរឿងខ្សែចងកមួយហ្នឹងតែយល់អត់រួចមកបងស្រីក៏គាត់បានរៀបចំពិធីបុណ្យសពតាមប្រពៃណីចាប់សពគាត់យល់អត់ចាប់សពគាត់អញ្ចឹងពួកគាត់ក៏ដែលចាប់ផ្ដើមកម្មវិធីហ្នឹងដដែលតាមប្រពៃណីស្រាប់តែបុណ្យសពរបស់បងស្រីហ្នឹងបានបញ្ចប់ទៅមិនទាន់ទាំងរលត់ជើងធូបផងមិនទាន់រលត់ទាំងជើងធូបហ្នឹងផងក្រោយនៃការស្លាប់របស់បងស្រីចំនួន5ថ្ងៃក៏មានរឿងមួយទៀតបានកើតឡើងគឺកូនស្រីទី2របស់គាត់នឹងបានទៅចងកនៅកន្លែងហ្នឹងម្ដងទៀតកូនស្រីរបស់គាត់ទី2ដែលបានឃើញសពរបស់បងស្រីក៏ដូចជាប្អូនស្រីដែលបានចូលទៅយកអីវ៉ាន់នៅក្នុងបន្ទប់របស់បងស្រីហ្នឹងអត់ដឹងថាមានរឿងអីដែលបានកើតឡើងទៅលើកូនស្រីរបស់គាត់ទី3ហ្នឹងទេទី4ហ្នឹងទេស្រាប់តែកូនស្រីទី4របស់គាត់បានឡើងទៅចងកនៅកន្លែងហ្នឹងដដែលហើយក្រោយនៃការបន់សពហ្នឹង5ថ្ងៃក្រោយនៃការស្លាប់របស់បងស្រីហ្នឹងចំនួនតែ5ថ្ងៃគឺត្រូវធ្វើដល់ប្អូនស្រីទៅចងកជាមួយនឹងខ្សែចងកហ្នឹងម្ដងទៀតអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាគិតថាវាចម្លែកអត់ប្អូនស្រីរបស់គាត់ស្រឡាញ់បងស្រីទៅតាមបងស្រីឬក៏វាយ៉ាងណាដោយសារតែប្អូនស្រីម្នាក់ហ្នឹងអត់មានចំនួនជាមួយនឹងឪពុកម្ដាយទេហើយគ្នាក៏មិនទាន់ដូចថាមានគូតដឹងតែមិនទាន់រៀបការហេតុអីបានត្រូវទៅឡើងចងកនៅកន្លែងបងស្រីម្ដងទៀតយើងគិតទាំងអស់គ្នាហេតុអីបានជាគាត់ឡើងទៅចងកគឺបងប្អូនស្រីម្នាក់នឹងទៅចងកកន្លែងបងស្រីវិញធ្វើឲ្យលោកពុកគាត់ចាប់ផ្ដើមមានអារម្មណ៍មួយកើតចិត្តសង្ស័យថាហេតុអីបានជាអត់ដល់មួយអាទិត្យផងស្លាប់កូនរហូតដល់ទៅ2អត់ដល់មួយអាទិត្យទេស្លាប់កូនម្ដង2សិតតែចងកនៅកន្លែងដដែលខ្សែចងកនឹងដដែលដោយចាស់គេនៅជុំវិញអ្នកភូមិស្រុកកោះកឡគេបាននិយាយថាមកពីឪពុកនឹងមិនព្រមយកខ្សែចងកនឹងបូជាទៅតាមសពព្រោះគេមានជំនឿជឿថាបើសិនជាសពនឹងជាសពចងកនៅពេលដែលបូជាត្រូវតែយកខ្សែចងកនឹងបូជាទៅជាមួយនឹងសពបើមិនអញ្ចឹងទេខ្មោចនឹងហៅចងកបន្តទៀតនឹងហៅទៅចងកបន្តទៀតជំនឿជឿថាហេតុគេនិយាយអំពីខ្សែចងកជាដើមហេតុនៃការហៅពលឹងក៏ហៅខ្មោចទៅចងកអញ្ចឹងឪពុករបស់គាត់នឹងក៏បន្ទោសខ្លួនឯងថាមកពីគាត់មិនបានខ្សែចងកនឹងយកទៅបូជាអញ្ចឹងនៅសពទី4សពទី2ដែលត្រូវជាកូនទី4របស់គាត់នឹងក៏បានបូជាទៅទាំងខ្សែចងកនឹងដោយគាត់មានជំនឿតែគាត់អត់បានគិតថាវាមានរឿងនៅពីក្រោយខ្នងនឹងមួយទៀតទេយល់អត់អញ្ចឹងគាត់ក៏បានធ្វើពិធីបុណ្យសពរបស់កូនគាត់មួយអាទិត្យបុណ្យ2ដងមួយអាទិត្យបុណ្យសព2ដងយើងគិតមើលមួយអាទិត្យបុណ្យសព2ដងម្ចាស់ថ្លើមថ្លៃអញ្ចឹងទៅអ្នកទាំងអស់គ្នាបងប្អូនរបស់គាត់ហ្នឹងហើយ
បងប្អូនរបស់គាត់ទាំងអស់មានការសោកស្ដាយខ្លាំងមែនទែននៅក្រោយបាត់បង់ទាំងប្អូនស្រីបាត់បង់ទាំងបងស្រីពិធីសពក៏បានរៀបចំឡើងនៅថ្ងៃពិធីបុណ្យសពរបស់ប្អូនទី4ដែលត្រូវជាប្អូនស្រីហ្នឹងណានៅពេលដែលបុណ្យសពហ្នឹងក៏មានចាស់គេបាននិយាយរឿងប្រផ្នូលដែលគេបានឃើញប្រផ្នូលដែលគេបានឃើញទៅលើគ្រួសាររបស់លោកពុកដល់គេនិយាយនៅក្នុងរោងមង្គលរោងបុណ្យពិធីហ្នឹងគេនិយាយថាចេះពីក្បាលប្រលប់អាចនិយាយថាពីប្រលប់ហ្នឹងគេបានឃើញព្រះសង្ឃនិមន្តមកតែព្រះសង្ឃដែលបាននិមន្តមកហ្នឹងគេមិនដឹងថាហេតុអីបានជាព្រះសង្ឃនិមន្តមកពេលយប់គេបានឃើញព្រះសង្ឃនិមន្តមកដល់នៅមុខផ្ទះរបស់លោកពុកហ្នឹងហើយបានកលេចមើលចោលភ្នែកទៅក្នុងផ្ទះរបស់លោកពុកតែអត់បាននិមន្តចូលទៅដល់ក្នុងផ្ទះទេស្រាប់តែព្រះសង្ឃអង្គហ្នឹងក៏និមន្តដើរចេញទៅវិញទាំងទឹកមុខអញញឹមដូចជាមនុស្សហ្នឹងសប្បាយរីករាយចឹងទាំងតែគេអត់យល់ថាហេតុអីបានជាព្រះសង្ឃត្រូវនិមន្តមកពេលយប់ទី1ទី2ហេតុអីបានជាព្រះសង្ឃហ្នឹងនៅពេលដែលចោលនេត្រារបស់លោកទៅហើយញញឹមបានន័យថាម៉េចតើព្រះសង្ឃហ្នឹងជាមនុស្សឬក៏ជាអមនុស្សគេក៏យករឿងនេះទៅប្រាប់លោកពុកតែលោកពុកគាត់អត់បាននិយាយទៅគាត់ថាចាំរួចចំពិធីសិនចាំរៀបចំចប់ពិធីក្រោយនៅពេលដែលបានរៀបចំកម្មពិធីរួចលោកពុកក៏បានឲ្យគេនឹងមើលថាហេតុអីបានជាក្នុងមួយអាទិត្យនឹងគាត់ស្លាប់កូនរហូតដល់2នៅពេលដែលគាត់ទៅរកគ្រូអាគមម្នាក់គ្រូអាគមនឹងគេថាមើលអត់ឃើញទេដោយសារតែវាមានរឿងចម្រុងចម្រាស់មានរឿងដែលប្លែកៗនៅពីក្រោយខ្នងនឹងច្រើនទៀតគេអត់មានសមត្ថភាពនៅក្នុងការមើលលោកពុកគាត់មិនអស់ចិត្តគាត់ក៏បានទៅរកគ្រូអាគមម្នាក់ដើម្បីឲ្យជន់រូបប្អូនកូនរបស់គាត់មកសួរថាហេតុអីបានជាទៅចងកគឺគាត់ចង់ឲ្យគ្រូអាគមឬក៏គ្រូស្នងរូបគ្រូជន់រូបម្នាក់ហ្នឹងជន់រូបប្អូនរបស់កូនរបស់គាត់ទី4កូនស្រីតែមួយទៅស្លាប់ហ្នឹងឲ្យចូលមកគាត់ចង់ដឹងថាហេតុអីបានជាកូនឯងទៅចងកនៅពេលបែបហ្នឹងអ្នកទាំងអស់គ្នាគ្រូស្រីម្នាក់ដែលបានជន់រូបសន្ធិដ្ឋរូបហ្នឹងគេក៏បានជន់រូបឲ្យហើយគ្រូដែលបានជន់រូបសន្ធិដ្ឋហ្នឹងគឺនៅស្រុកបាណន់នៅក្នុងស្រុកបាណន់គេក៏បានធ្វើពិធីដើម្បីកោះហៅព្រលឹងដើម្បីជន់រូបនឹងមកតែស្រាប់តែមុនពេលដែលកូនស្រីនឹងចូលមកនៅដល់នេះគឺមានព្រលឹងម្នាក់បានចូលមកគាត់ចូលគ្រូអាគមហ្នឹងណាចូលគ្រូស្រីឬក៏គ្រូស្នងរូបហ្នឹងចូលមកក៏និយាយថាចេះហេតុអីបានចង់ដឹងគឺចូលមកនិយាយឆៅជាមួយគាត់ថាហៅគេមកធ្វើអីហើយចង់ដឹងរឿងអីមិនសួរបែបហ្នឹងណាស្រាប់តែអ្នកនឹងគ្រប់គ្នាក៏មើលមកថាគេបានកោះហៅព្រលឹងកូនគេដែរហេតុនេះបានជាព្រៀនព្រលឹងមួយចូលមកក្នុងរូបរបស់ម៉ៃគ្រូអ្នកនឹងនិយាយហើយក៏ចេញទៅវិញស្រាប់តែកូននឹងគេចូលមកម្ដងកូនស្រីទី4របស់គាត់នឹងក៏បានចូលមកតែនៅពេលដែលចូលមកស្រាប់តែកូនស្រីនឹងនិយាយបានតែពាក្យថាពុកគេចង់សម្លាប់យើងកូនស្រីនឹងនិយាយបានតែប៉ុណ្្នឹងថាពុកគេចង់សម្លាប់យើងពុកមើលថែប្អូនផងមើលថែបងប្អូនផងស្រាប់តែកូនរបស់គាត់នឹងចេញវិញនៅពេលដែលគាត់ចេញវិញហ្នឹងស្រាប់តែម៉ែគ្រូហ្នឹងប្រកាច់ត្រើលមកលីគាត់ថាចេញរូបរួចចាប់ផ្ដើមក៏ត្រាក់បិចពពុះមាត់យកមកអត់ដឹងថាមានរឿងអីកើតឡើងម៉ែគ្រូហ្នឹងចាប់ផ្ដើមបិចពពុះមាត់កញ្ញងដៃកញ្ញងជើងចែករបៀបកាត់ចាប់ប្រកាច់កាច់ចឹងតែសំណាងម៉ែគ្រូគាត់អត់អីយល់អត់នៅពេលដែលម៉ែគ្រូដឹងខ្លួនមកវិញគាត់ក៏បានដេញអ្នកទាំងអស់ហ្នឹងឲ្យទៅផ្ទះថាគាត់ឈប់ជន់រូបហើយអ្នកឯងទៅវិញទៅខ្ញុំអត់ជន់រូបទៀតទេខ្ញុំអត់ជន់រូបកូនអ្នកឯងមកទៀតទេដោយសារតែរឿងធំណាស់ខ្ញុំអត់មានសមត្ថភាពដែលអាចកោះហៅកូនរបស់អ្នកឯងមកទៀតទេគាត់ក៏និយាយចឹងណាម៉ែគ្រូហ្នឹងក៏បានដេញលោកពុកចេញពីផ្ទះអស់លេងអញ្ចឹងបានន័យថាវាអត់ដឹងថាមានរឿងអីនៅវាធ្ងន់នៅពីក្រោយខ្នងយល់អត់ដឹងថាវាមានរឿងអីដែលវាធ្ងន់ណានៅពីក្រោយខ្នងហ្នឹងក៏ស្រាប់មកអ្នកទាំងអស់គ្នារឿងហ្នឹងលោកពុកគាត់មិនអស់ចិត្តគាត់តែងតែស្វែងរកគ្រូដើម្បីឲ្យជួយគាត់តែគាត់រកមិនដែលត្រូវសោះគាត់ស្រាប់តែរឿងហ្នឹងរំលងមកបានប្រហែលលើកខ្វះថា1ខែទៅចោះថា1ខែនៅក្រោយដែលគាត់បានស្លាប់កូនរហូតដល់2ក្រោយមក1ខែអ្នកទាំងអស់គ្នាក៏មានរឿងមួយទៀតបានកើតឡើងទៅលើគ្រួសាររបស់គាត់គឺកូនប្រុសពៅបានចងកសម្រាប់ខ្លួនម្ដងទៀតកូនរបស់គាត់អាពៅគេក៏បានចងកម្ដងទៀតតែមិនមែនចងកជាមួយនឹងខ្សែចងកមួយហ្នឹងហើយក៏មិនបានចងកនៅកន្លែងណាឆ្ងាយដែរគឺចងកលើកហ្នឹងគឺចងកជាមួយនឹងខ្សែរឹង
គាត់កូនបើគាត់នឹងបានចងកជាមួយនឹងខ្សែរឹងហើយចងកនៅមុខបន្ទប់របស់បងស្រីនឹងទៀតអ្នកទាំងអស់គ្នាវាចម្លែកលើចម្លែកកូនរហូតដល់3នាក់បានចងកសម្រាប់ខ្លួនដូចគ្នាហើយចងកនៅក្នុងបន្ទប់នឹងមុខបន្ទប់របស់បងស្រីនឹងទៀតបើវាមិនចម្លែកខ្ញុំអត់ដឹងហៅថាម៉េចម្ចាស់ថ្លៃមួយខែស្រាប់កូន3នាក់សុទ្ធតែចងកទាំងអស់បើគ្រប់គ្នាទទួលយកបានអត់គ្រាន់តែកូនទី1ចងនៅក្នុងបន្ទប់ជាមួយខ្សែចងកកូនទី2ចងកនៅក្នុងបន្ទប់ជាមួយខ្សែចងកហ្នឹងកូនទី3ចងកជាមួយនឹងខ្សែរឹងនៅមុខបន្ទប់របស់បងស្រីម្ចាស់ថ្លៃងើបពីដេកមកឃើញស្អីគេស្ទង់ល្ងឹតពេកយកដៃទៅស្ទាបប៉ះទេដូចសាច់មនុស្សស្ទាបចុះស្ទាបឡើងចេះទៅបានដឹងថាកូនខ្លួនឯងចងកនៅមុខបន្ទប់វាចងករឿងអីបើវានៅក្មេងហ្នឹងកូនពៅគាត់ហ្នឹងណាកូនពៅគាត់តែអាយុ19ឆ្នាំទេហេតុអីបានវាចងកព្រោះវាអត់ទាន់មានគ្រួសារទេហេតុអីបានវាចងកម្ចាស់ថ្លៃអូនឯងយល់អារម្មណ៍ឪពុកម្ដាយនៅពេលដែលផ្ទួនរហូតដល់ប៉ុណ្ណឹងម្ដាយគាត់ស្ទើរតែវិកលចរិតម្ដាយស្ទើរតែវិកលចរិតឪពុកអង្គុយបោចសក់ខ្លួនឯងយកដៃទះក្បាលខ្លួនឯងគិតមើលមួយខែកូន3ចងកដូចគ្នាម្ចាស់ថ្លៃហើយយល់ទេម្ដាយអូនស្មាតទោសដល់ថ្នាក់ស្លៀកសរងរបូតអស់ហើយកូនទាំង7ស្លាប់3អស់ហើយទៅណាម្ដាយស្ទើរតែហែកទ្រូងខ្លួនឯងម្ដាយចិត្តជាម្ដាយខ្ញុំប្រាប់និយាយអារម្មណ៍ហ្នឹងបាក់និយាយអារម្មណ៍ហ្នឹងសក់ស្កូវ2ពណ៌ជូនតាណាសក់ខ្មៅចិត្តមើលក្រោយមកនៅទាំងអស់គ្នាចាប់ផ្ដើមអ្នកភូមិគេសង្ស័យថាតាយាយផ្ទះយាយឯងដឹងតែមានរឿងអីវាមិនដែលអាណាមួយខែកូនចងកស្លាប់ទាំង3ទេវាច្បាស់តែមានរឿងអីកើតឡើងហើយយាយវាច្បាស់ហើយច្បាស់តែមានរឿងអីកើតឡើងយាយឯងទៅរកគ្រូមើលទៅរកគ្រូឲ្យគេមកមើលតែវាកើតអីបានជាថ្នាក់មួយខែស្លាប់កូនដល់ទៅ3នៅពេលបែបហ្នឹងអូនឪពុកម្ដាយជាតិជាឪពុកម្ដាយលេងស្ដាប់អ្នកណាទាំងអស់កូនអញនៅតែយកអាវកូនមកអោបកូនអញខ្ញុំប្រាស់អូយមិនអាចយល់ទេរឿងហ្នឹងដូចលឺអ៊ំតាហ៊ានម្នាក់គាត់និយាយពេលគាត់មកកម្មវិធីផ្ទះខ្ញុំសកម្មថាណៃបានស្ដាប់រឿងហ្នឹងចោះអូនអញយល់ថានៅតែស្រែកកូនអញអ្នកណាយកកូនអញអ្នកណាសម្លាប់កូនអញសងកូនអញវិញមកយកអញទៅវិញទៅកុំយកកូនអញស្ទើរឈួតទាំងឪពុកទាំងម្ដាយដោយឡែកអ្នកទាំងអស់គ្នាដោយឡែកបងប្អូនរបស់លោកអ៊ំលោកពុកដែលត្រូវជាពូឃើញក្មួយទៅទាំង3ស្រស់នឹងភ្នែកបងខ្លួនឯងស្ទើរឈួតដោយសាររឿងហ្នឹងទ្រាំមិនបានកើតក្តៅក្រហល់កាហាយនៅក្នុងចិត្តប្អូនរបស់លោកពុកកៅបណ្ឌិតហ្នឹងប្រហែលចំនួន4នាក់ប្រុសទាំងអស់កើតចិត្តមិនសុខចិត្តក្តៅកាហាយនៅក្នុងចិត្តទ្រាំអត់បានថាទោះអញអស់លុយប៉ុណ្ណាអញលក់ស្រែអញលក់ផ្ទះអញរកគ្រូមើលឲ្យបានថាក្មួយអញស្លាប់ដោយសារអីក្មួយជាទីស្រឡាញ់របស់អញស្លាប់ដោយសារអីយល់ទេគាត់ក៏ហ្នឹងគាត់ក៏ទៅរកគ្រូប៉ុន្តែគាត់ដើររកគ្រូតាំងពីកំពង់ចាមសៀមរាបកំពង់ឆ្នាំងរកអស់សពគ្រូរកអស់ស្រែដីចកាលក់ខ្ទេចដើម្បីឲ្យលុយទៅគ្រូគេធ្វើពិធីធ្វើអីឲ្យលើសខ្វះអត់ក្រោម20គ្រូទេតែអត់មានជុលគ្រូមួយណាសោះអត់មានជុលជាមួយគ្រូមួយណាទេម្ចាស់ថ្លៃចង់20គ្រូអត់ត្រូវមួយសោះស្រាប់តែគុណបុណ្យមកដល់គាត់ដើររកគ្រូកាលដើរកាត់ភូមិអញ្ចឹងសួរគេថាបងភូមិនឹងមានគ្រូណាគេប៉ាកែទេខ្ញុំចង់រកគ្រូវាប៉ះចំស្រុករបស់លោកពុកយ៉ាមកប៉ះចំលោកពុកយ៉ាស្រាប់តែគេល្បីឈ្មោះទេស្គាល់នេះផ្ទះតាយ៉ានេះគាត់ប៉ាកែគាត់គ្រូទាំងប្តីទាំងប្រពន្ធទៅរកគាត់ទៅអូនទៅរកគាត់ទៅ
ចុះធម្មតាគាត់ទៅរោគេជួយអញ្ចឹងគាត់ទៅសួរអ្នកភូមិគាត់ក៏ប្រាប់សាច់រឿងទាំងអស់ឲ្យគេម្នាក់គេសំណោះនៅក្នុងចិត្តណាគេថាងាប់ហើយមិនដល់ថ្នាក់នឹងម្ចាស់ថ្លៃដល់ពេលអញ្ចឹងគេណែនាំទៅអាចារ្យាគ្រាន់តែស្ដាប់រឿងរ៉ាវរបស់គេនិយាយអំពីរឿងក្មួយខ្លួនឯងស្លាប់ម្ដង3ពាក់ព័ន្ធនឹងខ្សែចងកទាំងអស់អាចារ្យានិយាយថាមួយម៉ាត់គាត់និយាយថាអត់ចម្លែកចិត្តទេអីអត់ចម្លែកចិត្តទេអីស្រាប់លើកទី1ថាគិតថាជាឧបតវហេតុនៃការដែលយើងគិតថាវាទូទៅគេលោវា stress ហេតុអីបានជាកូនទី2ហើយអត់គិតរឿងហ្នឹងចម្លែកអត់ទៅចងកកន្លែងដដែលខ្សែចងកដដែលនៅក្នុងបន្ទប់ដដែលមិនក៏មិនចម្លែកចិត្តផងហេតុអីអាចារ្យាគ្រាន់តែឮថាចាំខ្ញុំទៅជួយនាំខ្ញុំទៅផ្ទះនឹងបន្តិចខ្ញុំចង់ទៅមើលបន្ទប់ដែលចងកនឹងបន្តិចអាចារ្យាក៏បានមកប្រពន្ធរបស់គាត់អ្នកស្រីទីម៉ាស់គាត់អត់បានប្រកែកជាមួយប្តីគាត់ទេថាឯងកុំទៅអត់ទេមានតែទៅឯងទៅជួយមើលគ្នាបន្តិចទៅបើយើងវិញតែយើងឈួតអត់ទេលោកតាអាចារ្យាលោកពុកយ៉ាក៏បានទៅដល់ស្រុកកោះកឡនឹងទៅដល់ផ្ទះរបស់លោកតានៅពេលដែលទៅដល់ភ្លាមអាចារ្យាអត់បានធ្វើអីទាំងអស់អាចារ្យាគ្រាន់តែទៅដល់ផ្ទះនឹងភ្លាមអាចារ្យានិយាយថាអានេះច្រើនណាស់វើយយើងអត់ដឹងថាអាចារ្យាគាត់បានឃើញអីគាត់គ្រាន់តែនិយាយនៅពេលដែលគាត់បានឃើញផ្ទះដបូលផ្ទះចដាលផ្ទះនឹងភ្លាមគាត់និយាយថាច្រើនណាស់នេះច្រើនយកតែមែនទេឯងមកពីណាខ្លះអាណានេះឲ្យឯងមកពេលគាត់ច្រើនយ៉ាងហ្នឹងអាចារ្យាអត់តឡើងទៅលើផ្ទះឯងក៏ប្រាប់អ្នកដែលនៅផ្ទះគាត់ថាទៅកាប់កំពង់អាស័យឲ្យគាត់មួយទៅយកកំពង់អាស័យគាត់មួយចំនួន2ម៉ែត្រកន្លះទៅយកកំពង់អាស័យនឹងឲ្យគាត់ទៅយកមកហេតុអីបានជាគាត់យកកំពង់អាស័យតិចទៀតខ្ញុំនឹងជម្រាបច្បាស់ហើយរឿងនៅបាត់ដំបងមែនរឿងនៅបាត់ដំបងអត់ដឹងថាគាត់យកកំពង់អាស័យធ្វើអីចាំតិចទៀតខ្ញុំបញ្យល់ប្រាប់បន្តនេះស្រាប់តែពូមីងរបស់គេទៅកាប់កំពង់អាស័យនឹងយកមកនៅពេលដែលគេកាប់កំពង់អាស័យនឹងហើយគាត់សុំអំបោះឆៅគាត់ប្រហែលជា1ម៉ែត្រគាត់ក៏យកអំបោះនឹងហើយគាត់ចងទៅលើកំពង់អាស័យនឹងហើយគាត់ដើរកាន់គាត់អូសតាមហ្នឹងហើយខឹងប៉ាអីបែងកូនខឹងប៉ាអីគាត់ក៏អូសកំពង់អាស័យឡើងតាមកម្មចដាលរហូតដល់ខាងលើទើបគាត់យកកំពង់អាស័យនឹងខ្ទាស់ពីលើទ្វារអាទ្វារចេញចូលហ្នឹងអាទ្វារយើងចេញចូលខ្ទាស់អាហ្នឹងនៅខាងលើគាត់ក៏ដើរចូលទៅក្នុងផ្ទះហ្នឹងពេលដែលគាត់ដើរចូលទៅក្នុងផ្ទះហ្នឹងភ្លាមគាត់ក៏ច្បាច់អង្គគាត់សូត្របល័យច្បាស់អង្គគាត់បាច់នៅលើផ្ទះរួចគាត់ដើរចូលទៅបន្ទប់ហ្នឹងពេលដែលគាត់ដើរចូលទៅបន្ទប់ហ្នឹងអូនគាត់សន្លឹងឡើងទៅកន្លែងដែលចងកនឹងមុនគេបំផុតគាត់សន្លឹងមើលទៅកន្លែងហ្នឹងគាត់ថាតហ្នឹងឯងចងកគាត់ក៏សន្លឹងមើលនៅក្នុងបន្ទប់អស់គាត់ក៏និយាយថាចេះគាត់និយាយថាចុះពីលើដបូលផ្ទះមកណាចុះពីលើដបូលផ្ទះមកវើយចុះមកមិនដឹងថាគាត់ហៅអ្នកណាគេអត់ដឹងថាគាត់ហៅអ្នកណាគេគាត់ក៏ហៅគេចុះមកពេលដែលគាត់ចុះមកណាតោះនៅពេលដែលគាត់ចុះមកលោកពុកយ៉ាណាមិនមែនគេណាលោកពុកយ៉ាគាត់ក៏ចុះមកដល់ខាងក្រោមវិញគាត់ក៏និយាយប្រាប់គេថាអត់អីទេបែងកូនប៉ាអត់អីទេកូនអរគុណច្រើនណាស់កូនណាដែលបារម្ភពីប៉ាអត់អីទេមានពេលឆាតមកលេងប៉ាកូនលោកពុកយ៉ាចុះមកដល់ក្រោមវិញលោកពុកយ៉ានិយាយថាចេះមានចម្លែកទេមានចម្លែកអត់ថាអ្នកនៅក្នុងផ្ទះហ្នឹងក្តៅក្រហល់កាហាយជាមួយគ្នាដោយលោកពុកបិទដឹកគាត់ក៏និយាយថាចម្លែកលោកគ្រូចម្លែកខ្ញុំមុននឹងកូនខ្ញុំស្លាប់ជាពិសេសកូនទី2ខ្ញុំជាមួយនឹងម្ដាយវាម៉ែវាអត់សូវត្រូវគ្នាកូនខ្ញុំក៏និយាយមិនស្ដាប់ហើយកូនរបស់ខ្ញុំអាពើដែលវាបានចងកូនចុងក្រោយគេនឹងវាតែងតែនិយាយថាចេះពុកអើយកូនអត់ចង់នៅផ្ទះទេខ្ញុំចង់ទៅស្រែវាទៀមទាទៅស្រែរហូតវាថាវាអត់ចង់មកទេអត់ដឹងថាវាមានរឿងអីវានៅក្នុងផ្ទះមិនសុខក៏ស្រាប់តែមានរឿងរ៉ាវដែលកូនរបស់គាត់ត្រូវបានចងកសម្រាប់ខ្លួនហ្នឹងលោកពុកក៏និយាយថាអញ្ចឹងនៅក្នុងបន្ទប់មួយហ្នឹងមានអ្នកណាគេធ្លាប់ចេញចូលខ្លះគាត់ក៏និយាយថាអត់ដែលមានអ្នកណាទេក្រៅពីប្តីប្រពន្ធវា2នាក់តែកាលវានៅស្រឡាញ់គ្នាតែក្រោយនៅពេលដែលប្តីរបស់វាបានលេងលះគ្នាហ្នឹងក៏វាសុំមកយករបស់វានិយាយថាវាហៅខ្ញុំជាពុកចុងក្រោយក្នុងនាមជាឪពុកក្មេកថាពុក
ខ្ញុំសុំទៅផ្ទះពុកបានអត់ខ្ញុំត្រូវទៅយករបស់ខ្ញុំខ្លះគាត់ក៏នៅឃើញថាអើមកយកមករបស់ហែងមានអីខ្លះយកឲ្យអស់ទៅកុំទុកឲ្យវាមានវាបដិសេរីថ្ងៃដែលវាមកនោះគាត់ក៏និយាយពុកញ៉ាគាត់ក៏និយាយថាទៅឆែកបន្ទប់នឹងម្ដងទៀតនឹងឃើញរបស់នឹងហើយទៅឆែកមកឃើញហើយរបស់នៅក្នុងបន្ទប់គាត់ឃើញកន្លែងហើយតែគាត់ចង់យកគាត់ចាំឲ្យសាច់ញាតិរបស់គេបងប្អូនគេអ្នកយកគាត់ថារបស់ហ្នឹងណារបស់ហ្នឹងនៅក្រោមក្រេទៅឆែកទៅគឺពិតដូចលោកតាលោកពុកយ៉ាងនិយាយចឹងទៅឆែកនៅក្នុងបន្ទប់ហ្នឹងនៅក្រោមគេគឺពិតជាឃើញមែនកមួនចងករហូតទៅដល់4ណោះកមួនដែលចងកកហ្នឹងមាន4ខ្សែដែលចងកនៅលើកមួនហ្នឹងណាមិនមែនខ្សែអីទាំងអស់អូនមិនមែនខ្សែទាំងអស់គឺខ្សែចងក្តាមមឈូសខ្សែហ្នឹងខ្សែដែលគេរឹតក្តាមមឈូសគឺយកខ្សែហ្នឹងមកចងនៅលើកមួនសូនរូបកមួនហ្នឹងមានរហូតដល់4សំណាងហើយកូនទី1ដែលអត់ទៅគាត់ថាគេយក4នាក់គេអត់យក3ទេគេយក4ឲ្យគ្រប់តម្រូក្តាមឈូសរបស់គេសែងមឈូសទម្លាក់ទឹកសំណាងហើយនេះកូនទី3គាត់ថាបដោយតែបន្តិចទេបើមិនកូនមួយទៀតបើមិនចង់ក៏ដូចគ្នាកមួនចងរូប4ក្នុងកមួននីមួយណាក្នុងកមួននីមួយកមួនហ្នឹងបើយើងនិយាយទៅមួយថ្នាំងដៃយើងនេះមួយថ្នាំងដៃកមួនហ្នឹងមួយថ្នាំងដៃក្នុងកមួននីមួយមានបុកកថានៅកណ្ដាលទ្រូងបុកកថាកណ្ដាលទ្រូងហើយកមួនទី1កមួនទី2កមួនទី3និងកមួនទី4កមួនចុងក្រោយគេហ្នឹងកមួនចុងក្រោយគេហ្នឹងណាមានមជុលដេកអាវយើងណាប្រហែលចំនួន4ដើមផ្អោបជាមួយនឹងហ្មងផ្អោបជាមួយនឹងកមួនហ្នឹងហ្មងអូនណាយមកចាស់ថ្លៃបងប្អូនគ្រាន់ឡើងទៅដល់ភ្លាមឆែកឃើញរបស់ហ្នឹងម្នាក់អុកគូទឹះនឹកស្មានអត់ដល់អុកគូទឹះណាអូនអុកគូទៅម្នាក់រឹតទ្រូងគ្រាន់តែឃើញរបស់រឹតទ្រូងយ៉ាអើយមកចាស់ថ្លៃហើយបើអញដឹងថាវាយករបស់ហ្នឹងមកដាក់នៅក្នុងផ្ទះកូនអញវាចង់សម្រាប់កូនអញវាមិនឲ្យវាមកទេអញមិនឲ្យវាបែកបាក់គ្នាទេអាននេះសាហាវណាស់រហូតដល់វាធ្វើអំពើកូនអញរហូតដល់ចង់4នាក់ដែលបានស្លាប់សិតតែខ្សែចងកទាំងអស់ម្ចាស់ថ្លៃអាចារ្យាគ្រាន់តែស្ដាប់គ្រាន់តែឃើញគ្រាន់តែដឹងគ្រាន់តែឮរឿងហ្នឹងអាចារ្យាចាប់កាន់កមួននៅក្នុងដៃញាប់ដៃគឺគាត់សក់ទឹកភ្នែកគាត់ថាអានេះសាហាវណាស់សាហាវយកតែមែនតែនវាសាហាវហួសលោកតាអាចារ្យាយកកមួនទាំង4ណាយកមកដាក់នៅលើថាសគាត់សួរថាច្បាស់អត់ថាកូនប្រសារបស់គាត់នឹងជាអ្នកដែលបានសុំមកថ្ងៃចុងក្រោយគាត់ថាច្បាស់ណាស់ម្ចាស់ថ្លៃគាត់ថាអត់អីទេសំខាន់គាត់ដេញឲ្យលើផ្ទះនឹងសិនកុំតន់ធ្វើពិធីបកទៅរកវាកុំតន់រកអាអ្នកធ្វើដេញតា5 6អ្នកនៅលើផ្ទះនឹងសិនណាគាត់និយាយថាមិនចេះ2លើតបូល2អ្នកនៅលើតបូលផ្ទះ2អ្នកនៅក្នុងបន្ទប់2អ្នកទៀតនៅកាន់ចរាហ្នឹងវាកំពុងតែឈោមើលមកអានេះវាអត់តន់ដឹងថាអញគ្រូទេដឹងណាវាធ្វើឈោមកសិតតែច្រែងចកេះមៀតរបស់វាមួយម្ចាស់ថ្លៃដូចគេវាយកលាកាសមៀតធំណាស់សបល់ពួកអានេះដូចចេញពីនរកឲ្យភ្លើងល្ងាលក្រហមល្ងាលដូចគេដុតវាទាំងរស់ភ្នែកពួកអានេះដូចភ្នែកវានឹងសัตว์តកូលរបស់អានេះដូចសัตว์អញ្ចឹងភ្នែកឲ្យមូលកឡង់ភ្នែកឲ្យច្បាប់តសៃសក់ពួកអានេះដូចគេចាប់ក្បាលវាយកមកវាយបោចសក់កញ្ចក់ដៃអានេះដូចវានឹងពីនរកបងប្អូនខ្សែស្រឡាយស្ដាប់យមរាជអានេះអំណាចក៏អំណាចម្លេះហាគ្រូឯងក៏វាប្រកែកចាំឯងម្លេះឲ្យឯងស៊ីស្អីបានឯងអំណាចដល់ថ្នាក់ហ្នឹងណាអាចារ្យថាបំផ្លាញទៅដេញអានឹងចេញសិនដេញចេញអា3 5 6អ្នកហ្នឹងហើយមេនាំអាចឲ្យគេទៅចងកអាហ្នឹងហើយអ្នកបោះដៃហើយគេចងកអានៅលើផ្ទះហ្នឹងអ្នកនាំគេទៅចងកហ្នឹងចាំបន្តិចចាំអញលេងជាមួយឯងកុំភ័យអញកដោឯងដល់ទីបញ្ចប់អានាងគ្រូឯងសម្បត្តិអាសនៈប្រមាណថ្នាក់អញចង់ប៉ះប្រមាណថ្នាក់ហ្នឹងយូរហើយអញធ្លាប់ប៉ះយួនអញធ្លាប់ប៉ះគ្រូគេសេចដូចដល់ឯងក៏វាអំណាចញ៉ាខ្សែឯងខាងណាខាងបណ្ដន់អីខ្ញុំនិយាយចំញ៉ាឲ្យឆ្ងាញ់បន្តិចកូនឲ្យលះបន្តិចបាទមិនអីទេអញ្ចេះទៅឲ្យវានៅសិនទៅអញ្ចឹងលោកបងឯងស្ដាប់តាមខ្ញុំលោកបងស្ដាប់តាមខ្ញុំណាទៅរកអាចារ្យណាក៏ដោយអាចារ្យផ្លុកណាទៅរកអាចារ្យណាក៏ដោយសុំជាវគេតុងព្រលឹងមួយមកទៅរកតុងព្រលឹងឲ្យខ្ញុំមួយមកនឹងសម្ដីរបស់លោកពុកយ៉ាផ្ដាំម្ចាស់ផ្ទះលោកបងទៅរកលោកអាចារ្យណាក៏រកទៅសុំជាវកណាត់សគេនឹងឬក៏ឲ្យគេកាត់ជាតុងព្រលឹងឲ្យខ្ញុំចំនួន1ទៅរកតុងព្រលឹងឲ្យខ្ញុំចំនួន1
từ rô cả nát cả hôm mà nhom chùm luôn bị mệt ta phải toán á từ rô cả nát cả hôm ở ban bị mệt hơi nè sen tiết nhom chui sông pưng tách nhom sông chui pưng ở nhom tách nè từ chui rô địch cô đại bong ôn tập ở kia đâm bay nơi của tôi chặt ram ban này tha chơi đại kê cho ta phải cặp lương á thông đá chơi khác bị chọn địch cô chẳng về để dương đột tới viên ở không thay không chặt ram chui từ rô ở nhom chừng luôn vào đài chui từ rô ở nhom tách mà chặt ram bài tên này các bạn đây chui rô ở nhom tách nhom bắt chỉ trai ca là bọn nâng mét là bay lên cho mỗi anh nơi lửa tên nâng tách phụ anh đi mai viết đôi chậm này nè bà ta mơ rú khía anh đi mình đang chả xây thế bạn viêm này cho thằng nâng vì chả xây à còn biết ban mẹ cả chọn đây xa sọ cả xa mới là pu cháy có bên nơi khang nè pu anh đi viếng khang đây bà mơ nghe viết đôi xăm bà mơ nghe viết thằng này to tại đây viêm xăm chẳng bảo viêm màu thông hay dương lên bởi viếng thông tới tới ai vì xăm kia thì vô viêm mũi mai viết đó anh ơi vì cái đôi non anh à kê có tờ rô là bó tập ó nước ban dầu màu cha giá chặt đám tiên tung và lần úp và đất luôn anh ơi hãy mơ anh khơi nè cha giá chay hợp biên đại nhóm đi giấy thá thanh prai ru thanh cả lắp cặp hai cái thanh prai ru nâng nè cha giá sai môn bị thi băng cay cái luôn anh ơi ta mình mơ anh đấy anh mình ơi hãy mơ anh đi cứ cái lại nó cha giá lục phục giá còn trăng giấy thá mà đưa mơ anh khơi cho cô hãy mơ anh khơi nhất này canh tung và lân phép đau tung và lân oi tiên mà đau nơi từ nắng khap hai và lân tầng bay con tim bay con tim buôn đừng con pơi mà con pơi tầng bay trôi tung và lân xanh mà nơi tung xanh nơi tung năng hơi công toàn tay na bà hãy thể hiện tranh vì tung và lân hãy trái cho bác chị hãy mình chặt chia tì chẳng tung và lân bay nè hai con ơi con bà cái bọ công đôi bà cái bôi công ta chắc cái ham công tư miền chết ông tơi nó đã xa mày mau tè dương vinh mau với mau châu tung con châu tung phát tập pin tung và lưng châu tung ruột về anh hai mà hãy bà man nè là lửa te ta bố te không phải tung nó một cam cho đá mà chụp anh mà chả thay cha doan là lửa cái nát có hôm pi mét cha doan là lửa cái nát có hôm pi mét vô cái nát có hôm tròn pi nia ruột câu này để cô để bàn nắng á để cô nắng á để còn vô màu nó canh được không đây hai sắp chô trong vì một tia còn bác tha nó mơ anh nhặt khơi nên nó mơ anh nhặt khơi này chô chạy chỉ cái tao á hãy thơ hấp hẹ mới hả thế còn tao cô lại anh pu chạy còn bây giờ bao mới hả anh đi mơ anh nhặt khơi chẳng quát còn lại tới chô bài để tha lao tao đo lửa tét bài trên một vinh để cô miễn được không đây ấy rượu ấy mình sốt thôi tuyệt cho so mà tầm hăng mong tuyệt phấp có tha ăn nâng pi các bạn nữa lẽ và cách cho đó cái mà lẽ cắt mục cho tụi con và cách cho là lấy chai sầm róc cho tụi con phải tục chẳng tiết so thôi tuyệt thuê mà tầm hăng tiết nó lẽ bị lơ mà biết và cách là lấy chai đào pe lơ tờ bầu lá có thưa đôi cái này có thưa đôi kia có sâu thay có tét tại năng vị athlete có thay ấy á anh ấy athlete rồi athlete ấy đây chẳng làm anh đọ sai pinนี้จองตัวซอก็ได้โยมาตัวซอจำกันเนาะตัวซอแต่จองกรุ๊ปพอตัดไปจองกรุ๊ปโซดไปเลยจองจุ่มไว้ใบตื้อcáiจองกระบุchắcจองใบสนมbà hãy cho ngày này nặng chẳng anh ơi anh đây nặng mong men ôn là chặt thay nè bớt ra mẹ nè lê nhé nè bớt ra nè men này trong ta so nâng chóp sâu bật lấp ốp bật đất tẹt ta so son khang tẹt so thôi tẹt phăng tẹt ta so đi tẹt riêng mình đi chứ này phăng tẹt ta so nâng mong ôn anh chưa ấy nè nâng crom té của xa cái nâng crom cái tha mình đang thà sắp cái thì sắp ấy đó ho tranh bị tụi bố chứ khóa tranh từ mong ho từ mong thà anh ơi ấy tụi rôm cha đau mày vinh vì tới ấy vì tao rôm cha đã mày tao rôm mai hãy nó bị khối non đang vành nào hai tao đẹp mai anh phó nó thằng anh nè đo anh cha nè đo cha còn tê này sao mày tê chắc rồi toàn chọc đấy nè
ai sắp đó thật hao mấy con này anh mới làm ta còn ai sắp đó thật hao sao to tiệt cha cha tha anh đang hai việc tới chắc anh ấy có rốt mai anh cha cha cho mà đó cầu vinh vô tung phần lần prap á vô tung phần lần tàu vọt vô tung phần lần buộc phần lần côn tầng bay nó này không tung nè vô tung phần lần tàu vọt tao lục tục nơi vọt sân lục ta cha lục buộc già quát có chập này dây tha ta so téประมาณรอไปนะจับดำรอบตะซอแต่2 កូនក្នុងតសតែមួយកាច់ជើងត្រង់ប្រមុំជើងអកកាច់ក្បាលតចដកភ្លុកតម្រៃសាកាប់ក្បាលខ្លាជ្រើជាងគេវះពួកអភេកកាត់ក្បាលថ្លាន់គ្រប់តសតែទាំងអស់កូនកាច់ឈ្នៀងក្រាក់ហើយស្គាល់ឈ្នៀងក្រាក់ឯកូនខ្ញុំអត់ដឹងថាស្រុកភូមិថាគេហៅអីណាអាបកូលស្នឹងដែលគេវាយដំដេចគោលគេដំខ្សែគោហើយយកគោទៅស្រែហើយដែរលេហមអាខ្សែយើងដាក់គោទៅស្រែអញ្ចឹងយើងប្រឡែងគោនេះយើងវាយស្នឹងដំជាមួយខ្សែគោកុំឲ្យវារត់យកស្នឹងឲ្យអញចាប់ស្នឹងមួយយកមកអូនប្រឌិតពិធីលើស្នឹងទាំងអស់ឥឡូវឧទាហរណ៍ថាតសតែប្រមាណវា12តសអញ្ចឹងអាស្នឹងទាំង12ដូចគ្នាយកមកប្រក់ពិធីនៅលើនឹងប្រោះទឹកខ្សែមុនប្រឌិតនៅលើនឹងសុំកម្មាទោសប្រពន្ធនៅផ្ទះណពុនតែដឹងអីអូននៅសុំទោសណាព្រោះចាំបាច់ដែលត្រូវប្រើក្បួនខ្មែរដកធូបចាញ់មកអូនព្រោះគាត់ចូលជនជាតិហើយអញ្ចឹងគាត់អាចកាន់ធូបតែនឹកឃើញតែជួយសង្គ្រោះមនុស្សសិនសុំកម្មាទោសសុំទោសប្រពន្ធនៅផ្ទះនោះអូននៅសុំទោសពីចងាយសុំបងសុំកាន់ធូបដកធូបមកប្រាប់ឧបដិកនៅលើនឹងខ្សែមុនបកពីនីយកមកប្រសិទ្ធិអូសយកមកឧបមគ្គប្រសិទ្ធប្រសុះពីលាទៅគ្រូប្រាអញសន្ធុំកាយវាណាខ្សែមុនប្រក់បកតាមផ្សែងណាអូនបកផ្សែងហៅអស់កងទ័ពប្រក់ទ័ពសឹកចេញទាំងអស់ចាញ់មកនៅក្នុងស្រុកភូមិកោះកឡហ្នឹងមានតបប្រមាណមកអញ្ជើញមកផ្ទះនេះបន្តិចណាឆ្ងាញ់ណាអូនហៅបាមីក្នុងស្រុកកោះកឡមកអូនណាហើយម្ចាស់ស្រុកម្ចាស់ភូមិម្ចាស់ផ្ទះជំនាញផ្ទះណាក៏ដោយមកផ្លេតហើយមកប្រក់មកអស់ហើយណាសួរឲ្យទុកជាប់ដែរសួរអាខាងមកទុកជាប់ដែរអីទុកជាប់ដែរអីគិតមើលលេងប្រក់ស្រុកកោះកឡណាសុំឧបដិកអញ្ជើញទូសបរមីស្ដេចមេតបស្ដេចនាងគង់ហ៊ីងទៅគ្រូប្រាអញឲ្យសាច់មុនហៅតបទាំងអស់ឲ្យមកមានទាំងម្ចាស់ស្រុកម្ចាស់ភូមិម្ចាស់ព្រៃដំណើរស្រីទិសនាងបច្ចឹមទៅប្រើគ្រូអញអញ្ជើញម្នាងផ្ទះគ្រប់ផ្ទះទាំងប្រមាណដែលនៅក្នុងនេះឲ្យអញ្ជើញមកផ្ទះនេះអស់ហើយមើលហាមកអស់ហើយហ្នឹងហើយទៅបីជាប់អញសួរចៃកូនតាមកហើយណាជួយឧបដិកនៅលើស្នឹងរបស់អញកាន់ស្នឹងឲ្យអញគ្រប់តសផ្ទះវាយស្នឹងតសមួយវាយស្នឹងមួយតសមួយវាយស្នឹងមួយផុតតែពីវាយស្នឹងអូនគូសកលាឋានលើដីហ្មងគូសកលាឋានហ្មងកូនណាអាឋានបច្ចាគូសអាឋានបច្ចាអាចារ្យាមកចាស់ថ្លៃគូបច្ចាអាឋានបច្ចាឈ្មោះអាឋានបច្ចាឯកូនអាឋានឈ្នាងកបត់ហើយដែរឃើញអាឋានឈ្នាងកបត់ដូចនឹងអាឋាន8ទិសអញ្ចឹងដូចអាឋានកលា8ទិសអញ្ចឹងឬក៏អ្នកខ្លះគេថាឋានទ្វារ8សត្វលេងគ្នាកូនគូសកលាលើដីយកហ្មងហើយអាចារ្យាអ្នកលេងនៅលើកលាហ្នឹងហ្មងគូសកលាហើយណាគូសកលាហើយអាចារ្យាចូលទៅក្នុងកលាហ្នឹងនៅក្នុងដៃមានក្របដុំថ្មយើងនឹងទេអត់មានអីពិសេសទេអត់មានខ្នាយតាត់ចកោមខ្លាអត់មានតៃសាអត់មានឈ្នាងអត់មានស្អីទេម្ចាស់ថ្លៃដុំថ្មកាន់តែដុំថ្មខ្ញុំធ្វើកាយវិការឲ្យមើលចូលទៅដល់ក្នុងកលាណាកាន់ដុំថ្មសូត្របដាកវីខ្លួនមើលបដាទិសណាដូចថាចំទិសណាហើយតម្លាក់មកក្របណាដុំថ្មក្នុងដៃទៀតដុំថ្មណាតម្លាក់មកក្របបែរមកទៀតហើយមើលទៀតចឹងតម្លាក់មកក្របទៀតតម្លាក់តតែអស់ពីដៃពេលដែលតម្លាក់អស់ពីដៃអាចារ្យាបែរមុខមកផ្ទះហ្នឹងសូត្រឧបដិកលើអញ្ជើញសម្ដេចគ្រូអញ្ជើញម្ចាស់គ្រូមកជូក្រាស់អញ្ជើញទោះសម័យអស់ផាត់តែពីអញ្ជើញរួចសែបមុនលើកដៃពីនេះឡើងលើថ្វាយអញ្ជើញសម្ដេចព្រះគ្រូជាគ្រូរបស់អញបាសប្រទាក្នុងគុំក្នុងខ្លួនកមុនក្នុងខ្លងចំណងទិសទាំង8ស្ដេចស្នែកស្រីកវីដងទូទៅគ្រូប្រាអញឲ្យប្រើតបប្រក់តបមានទាំងតបពពុះទឹកតបដើរតបដីតបហោះតបហាតបដើរលើធរណីឲ្យទាំងអស់ត្រឡប់មករកក្តីត្រឡប់មករកអាឋានក្តីរបស់អញសកប់ជើងអុកជើងមកទំហំដឹងឆ្កែចាប់ផ្ដើមព្រុសម្ចាស់ថ្លៃឆ្កែចាប់ផ្ដើមព្រុសលូផ្អើលភូមិអំណាចរបស់អាចារ្យាគេតំតលេកាច់ឈ្នាងតិចទេ
គេតំតលេងកាច់អឋានតិចទេនោះមកសាច់មុនមកណាកូនដកធូបមកបាច់ចេញមកដកធូបអត់ធូបវិញមកបាច់អត់មកអូនអត់ធូបយកមកដកមកធូបដាក់មកទឹះអាឋានហ្នឹងអាឋានដែលគាត់គូហ្នឹងដកដោតគ្រប់ទឹះស្រាប់តែមកចុកអុលមុខលើផ្ទះនឹងយកហ្មងហ៎ហ៎គាត់នោះអត់រួចពងសាច់មុនពីនេះតម្លាក់ដៃពុកចុកអុលមុខមកថ្ងៃចុះមកម្ចាស់ដើមពីមកម្ចាស់ដើមពីចុះមកហើយមកថ្ងៃចុះមកចុកអុលអូនអាអ្នកមិនដឹងទេមើលមកតានឹងនិយាយជាមួយណាគេអញ្ចឹងណាហើយតានឹងនិយាយជាមួយណាគេហើយគិតមើលស្រែកមកទំហឹងមកថ្ងៃចុះមកថ្ងៃប្រហើនណាស់ថ្ងៃយកជីវិតគេថ្ងៃប្រហើនណាស់អញយកជីវិតគ្រួសារថ្ងៃជំនួសជីវិតគ្រួសារគេវិញណាអញឆ្ងាញ់អាអ្នកបញ្ចូលតលេងឆ្ងាញ់អាអ្នកប្រហឹករឿងគេមិនសូវហ្មងរឿងគេមិនសូវហ្មងបានមីជីបញ្ចូលតលេងបានអូនហើយនិយាយរួចកូននិយាយរួចណាកំពុងអាស័យតែគាត់ឲ្យរោហ្នឹងកំពុងអាស័យដកកំពុងអាស័យផប់កូនសែកមុនឲ្យគប់បុកទៅហ្មងកូនបុកចំកណ្ដាលផ្ទះនឹងយកហ្មងគាត់ថាទៅបើហងហ៊ានកាត់កគេហ៊ានហងចងកគេអញក៏ហ៊ានពុះទ្រូងហងយកថ្លើមដែរហងហ៊ានយកជីវិតគេអីអញក៏ហ៊ានពុះទ្រូងហងយកថ្លើមដែរចង់ដឹងថ្លើមហងប៉ុណ្ណាកូនហើយលេងវាសែកមុនឲ្យយកគប់មកទំហឹងចូលក្នុងផ្ទះឲ្យសូតដឹបឯងគិតមើលយើងគប់ទៅអស់ហើយពលិសូបឹកក្នុងផ្ទះហ្នឹងអានេះអត់ទេណាកូនបុកមកទំហឹងទៅសូតដឹបផ្ទាល់នៅក្នុងផ្ទះផ្ទាល់នៅក្នុងផ្ទះតិចថាខ្ញុំនិយាយលេងមកចាស់ថ្លៃបុកអាចារ្យាគាត់ទៅភពផ្សាយមុនពិធីមកអញ្ជើញគ្រូអុកកាឡាយកហ្មងអុកអាឋានគាត់អុកអាឋានផ្ទះនៅលើដីក្បៀងមកទំហឹងស្រ័យប្រាប់គេលុបអាឋានជាប់ហើយជាប់បាក់អញហើយអូនហើយគេគូសវាលុបអាឋានគូសលើដីគប់វាហេតុអីបានគប់ហ៎ហេតុអីបានលុបហ៎ចង់វាបានឲ្យលុបឲ្យអស់ឲ្យបាត់ដានអត់ឲ្យផ្លូវឯងចេញទេហើយមកបានតែទៅវិញអត់បានព្រោះមានផ្លូវឯងទៅបើហើយចង់មានផ្លូវលុះទៅតែឯងគូអាឋាននឹងមកវិញអញគូអាឋាននឹងមកវិញនឹងឯងចេញមកបានតែបែរអត់គូអាឋានឯងទៅហ្នឹងហើយយកជីវិតគេឲ្យងាប់នៅក្នុងដីអញឲ្យហើយចាំដីនឹងមកជីវិតតែចាំដល់ថ្ងៃលាចាក់លោកទៅចាំដល់ថ្ងៃខែដែលលាទៅចាំចេញបើមិនអញ្ចឹងអញឲ្យនៅអញឲ្យឯងស្គាល់មេរៀនហើយទូធននេះនឹងមិនអញឲ្យឯងទូលផែនដីនឹងមួយនឹងមិនអញឲ្យឯងសងជីវិតរបស់គេទាំង3នាក់នឹងមកវិញអញពុះថ្លើមឯងយកថ្លើមឯងសួរថាថ្លើមឯងខាងប៉ុណ្ណាហើយក៏មហិមាមហិមាមកចាស់ថ្លៃកូនហើយលុបអស់លិញផុតតែពីលុបអស់លិញអាចារ្យាដើរឡើងទៅលើផ្ទះដកពងអស័យត្រឡប់មកវិញអូនយកពងអស័យចេញមកវិញអូនគ្រាន់តែយកពងអស័យនោះត្រឡប់មកវិញអូនពងអស័យប្រេះជា3ប្រេះហាមិនមែនព្រុសហែកជា2ណាកូនប្រេះពីក្បាលដល់ចុងប្រេះ3ជ្រៀកកូនប្រេះ3ជ្រៀកអាចារ្យាអត់និយាយអីច្រើនអាចារ្យាដកពងអស័យមួយទៀតដកពងអស័យតែគាត់មុនតែគាត់ឡើងមកលើតែគាត់ដាក់ធ្នឹមហ្នឹងណាមូលហេតុតែគាត់យកអស័យនោះទៅដាក់ក្រាក់ពីលើហ្នឹងហើយខុំផ្លូវបិទផ្លូវឲ្យចេញបានច្បាស់ថាបើអញឡើងទៅឯងដឹងថាអញគ្រូអញឡើងទៅលបងផ្ទះក៏ដោយទ្វារផ្ទះក៏ដោយពួកតែឲ្យផ្លោះចេញអស់អញ្ចឹងឲ្យចេញតន់នេះលេងមកបិទមកបានឲ្យឃើញតន់នេះកូនក្រាក់ខឹបយកហ្មងដកកំពុងប្រអប់ទាំងពីរថាយកទៅដំឲ្យលិចដំឲ្យលិចដំពងអស័យនោះធ្វើមិនឲ្យលិចដល់បាតកុំឲ្យអ្នកណាគាស់មកវិញណាអត់បន្តណាកូនអាចារ្យាកូនអូនណៃលេងតែមួយយប់ទេស្អាតភ្លឹងលេងតែមួយយប់ទេស្អាតភ្លឹងផត់តែពីនឹងអូនអាចារ្យាកូនផត់តែពីនឹងទៅវត្តទូលប្រកេនព្រះអង្គថាត្រូវបាំងស្គរព្រលឹងនឹងដោយរបៀបម៉េចព្រោះព្រលឹងនឹងវាត្រូវបានគេចងធ្វើពិធីឲ្យរួចអាចារ្យត្រឡប់មកវិញពុកយ៉ាមកវិញ100ពុះជា10ក៏អត់យកដែរ100ពុះជា10ក៏អត់យកដែរកូនបើអត់យកទេមុននឹងចាញ់មកណាមុនចេញមកប្រាប់អ្នកផ្ទះនឹងទៀតប្រាប់ទៀតថាវាយឲ្យអស់លបឿន2អាទិត្យទៀតអានោះទៅហើយ bye god bye forever អានោះអាអ្នកធ្វើនោះអាកូនប្រសានោះគាត់ថា2អាទិត្យទៀតធ្លាក់ខ្លួនឈឺម្ដងវិញ20ពេកចងកងមកខ្លួនឯងបាបកម្មមានពិតកូនបាបកម្មមានពិតយល់ទេអាចារ្យាត្រឡប់មកដល់ផ្ទះវិញប្រាប់ប្រពន្ធសុំទោសប្រពន្ធណាគោរពប្រពន្ធណាអាចារ្យាអញ្ចឹងហើយប្រពន្ធគេក៏គោរពប្តីកូនប្តីគេមកដល់ផ្ទះអាចារ្យាមកដល់ផ្ទះប្រពន្ធគេយកទឹកលាងជើងប្តីសិនឡើងទៅដល់លើសាពះសុំទោសប្រពន្ធអូនឯងសុំទោសបងឯងនឹងប្រើក្បួនខ្មែរសុំទោសដែលបងប្រើធូបព្រោះបងទុកអត់ជាប់ប្រពន្ធណាថាចិត្តឯងតែជ្រះថ្លាគឺជ្រះថ្លាប្រពន្ធអត់មានបន្ទោសប្តីមួយម៉ាត់អត់មានសួរថាឯងទៅដោះអំពើគេឲ្យប៉ុន្មាន
យកតំណិតប្រមាណអត់សួរប្តីទេមកចាស់ថ្លៃអាចជួយគេទៅអានោះរឿងកូនភាសាស្រីនេះរឿងកូនភាសាប្រុសឲ្យដឹងហឹងកុំចេះតាហ៊ានអូខេអញ្ចឹងរឿងនេះគឺជាមេរៀនមួយសម្រាប់កូនភាសាខ្លះកុំចង់ខ្លាំងជាមួយនឹងប្រពន្ធកុំធ្វើអីដាក់ម៉ែក្មេងកុំចង់បានជីវិតគេឈាមសងដោយឈាមស្រែកស្បែកហាវមិនដែរបងប្អូនរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់